គេហៅថាទានប្រគិនចំពោះបុគ្គលហើយនឹងប្រគិនចំពោះសង្ឃបានផលខុសគ្នាណាញោមដែលឮដែរគេរាប់ថាប្រគិនដល់សត្វដេរឆានបានប៉ណេះអត្តភាពមនុស្សមានសិលប៉ណេះអត្តភាពមនុស្សអត់សិលប៉ណេះអត្តភាពអាពាក្យថាអត្តភាពនឹងរាប់ចូលនៅក្នុងបាដិបកលិកទានទេមកពីយើងរាប់ថាប្រគិនលោកនេះលោកនោះលោកគ្រូនេះអត់សិលលោកគ្រូនោះមានសិលលោកនេះត្រឹមត្រូវលោកនោះមិនត្រឹមត្រូវអានឹងបានទានយើងវាធ្លាក់មកនៅប៉ណេះប៉ណោះអត្តភាពប៉ុន្តែបើយើងដាក់ចិត្តឲ្យដាច់ឲ្យតែឃើញតុងជ័យក្រហមត្រនៅលើខ្លួនសម្គាល់ថាប្រសងមិនប្រកាន់ថាក្មួយអញក្មួយគេណែតាំងចិត្តប៉ុណ្ណឹងបនរាប់មិនឈ្នះបើញោមមិនជឿទេបើកមើលក្នុងបត្រៃ3ដកភាគ28ញោមទះកណាវិភាំងកសោតមានទាំងលេខយោងបច្ចៈទៀតកុំថាឡើយប៉ុណ្ណេះសូមបីអំណះតទៅគោត្រាក់ភូសងនឹងកើតមានឡើងគ្រាន់តែយកចតីក្រហមមកសៀតតិចយកចតីក្រហមមកចងកដៃសម្គាល់ថាសងមានប្តីមានប្រពន្ធធម្មតាធ្វើស្រែធ្វើចំការដោយតែគេដោយតែឯងដល់ប៉ុណ្ណឹងហើយនៅប្រពុតថាបើណានាមកគោរពបកគលនឹងធ្វើបន់តាំងចិត្តថាធ្វើចំពោះប្រសងនៅតែបានបន់បានអានិសងរាប់មិនអស់ហើយបើរាប់មិនអស់ផងអញ្ចឹងប្រគុណម្ចាស់ឲ្យខ្ញុំកណារាប់អាម៉េចទៅរាប់មិនអស់ទេប៉ុន្តែនៅក្នុងបត្រៃ3ដកព្រះអង្គសម្ដែងដែរអ្នកឲ្យគ្រឿងអាហារបិណ្ឌបាតនេះជាហេតុនាំឲ្យយើងកើតឡើងមកមានអាយុវែងមួយញោមណាមានពណ៌សម្បុរកាយល្អមួយហើយមានសេចក្តីសុខមួយមានកម្លាំងខ្លាំងមួយដូចជាលោកបញ្ជាក់ថាអនតោពលតោហោតិអ្នកណាឲ្យគ្រឿងបាយគ្រឿងបរិភោគឈ្មោះថាឲ្យកម្លាំងអញ្ចឹងញោមគិតមើលសពថ្ងៃតាខ្លះអាយុ60 70ហើយប៉ុន្តែគាត់នៅខ្លាំងនៅដងទឹកយួរទឹកអីរួចណាញោមណាហើយនៅជិះកង់ជិះម៉ូតូខ្លួនឯងមិនបាច់ចាំគេដប់ទេប៉ុន្តែអ្នកខ្លះទៀតដើរយោងតែខ្លួនសឹងមិនរួចផងកម្លាំងមនុស្សខុសគ្នានឹងក៏អាស្រ័យពីការធ្វើទានពីចង្ហាន់នេះមកអញ្ចឹងដែរម្យ៉ាងទៀតណាបានធ្វើចង្ហាន់បិណ្ឌបាតនឹងកើតឡើងចេះហូបបាយទៀតដល់តែកើតចេះហូបបាយគេរុញមកឲ្យកើតជាមនុស្សមានបាយជាកម្មសិទ្ធិកើតឡើងមកចេះហូបបាយចេះអីចឹងមានបាយមានទឹកអីធម្មតាហូបទៅមិនខ្វះមិនកន្លះហើយទៅរកស៊ីចេះតែមានបានកើតចម្រើនមាសពេជ្រកែវកងពិទូសូរកានដីធ្លីស្រែចម្ការអាហារនំចំណីត្រីសាច់មិនខ្វះមិនកន្លះឯអ្នកដែលមិនបានដាំពូជបណ្ឌបាតទុកដល់តែស្លាប់ទៅកម្មងសត្វទេវិភេចតិយតិទាំងហើយណបណៃតតាយៈកម្មវាបែងចែកកម្មល្អនឹងអាក្រក់វាបែងចែកមើលឲ្យថ្លៃធ្នូឲ្យថោកទាបវាថាយាយនឹងបានដាំពូជបណ្ឌបាតទុកទេបានហូបបាយទេដាំពូជហូបបាយទុកទេអូគាត់អត់បានដាំពូជហូបបាយទេបើអញ្ចឹងគេរុញគាត់ឲ្យទៅកើតហូបស្មៅញោមអ្នកខ្លះកើតឡើងហូបស្មៅតែហ្មងមកជាតិអត់ចេះហូបបាយគេអ្នកខ្លះគេរុញឲ្យទៅកើតហូបតង្កូវតែកើតជាហូបតង្កូវមកជាតិទៅអ្នកខ្លះគេរុញឲ្យមកកើតហូបស្លឹកឈើអ្នកខ្លះកើតហូបដីតែហ្មងញោមគាត់ដែរមកពីគ្នានឹងវាអត់មានប៉ុនបានថាពេលប៉ុនអញ្ចឹងអ្នកអត់ប៉ុនក៏មកអ្នកមានប៉ុនក៏មកណាញោមអ្នកមានប៉ុនមកអង្គុយពេញក្នុងសាលាឆាន់ហ្នឹងអ្នកអត់ប៉ុនមកយកកតុយមួយមកគ្មានគិតរហលោកទេសមិនទេសទេមើលក្រមជាក្រានមើលតែកន្លែងណាមានឆ្អឹងមួយពណ៌អំបាប់យកទៅតែហ្មងគ្នាមករកតែហូបទេពីព្រោះគ្នាវាអត់បានដាំពូជបាយទុកបើអញ្ចឹងឲ្យគ្នារស់ដោយសារគេសំណេះសេះសល់ពីគេបានឆ្អឹងម្ដុំបានអីបន្តិចតួចទៅគ្រាន់តែរស់ទៅណែនឹងមកពីអីមកពីខ្លួនឯងអត់កម្មសិទ្ធិអត់បានដាំពូជពីមុនបានប្រយ័ត្នអញ្ចឹងណាញោមអញ្ចឹងញោមដឹងច្បាស់ប៉ុណ្ណឹងហើយដាំពូជសន្សំទុកអញ្ចឹងបានមានបាយមានទឹកហូបផ្ទាល់ខ្លួនឯងហ្នឹងញោមណាមិនទៅកើតជាជើង4កតុយមួយអីទេពីព្រោះតែជើង4កតុយមួយហ្នឹងគ្នាអត់មានបាយផ្ទាល់ខ្លួនទេបានតែគេឲ្យបើគេមកឲ្យអត់ដេញតែដើមគ្នាពេញហ្នឹងណាញោមណាអញ្ចឹងខ្ញុំកណាឆ្លើយហ្នឹងមិនដឹងត្រូវមិនដឹងខុសទេមិនទាន់ឃើញឲ្យបន្ទុសោះឆ្លើយវែងពេកទៅគីឡូរត់តែខុសទេក៏មិនដឹងអានិសងហ្នឹងបើតាមដឹងមកច្រើនណាប៉ុន្តែប្រគិនប៉ុណ្ណេះចុះគីឡូប្រគុណម្ចាស់មហាថែហ្នឹងមានរឿងនិទានអីនិទានជូនញាតិញោមផងសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែលោកបានបកស្រាយរាយសេចក្តីមកឃើញថាត្រឹមត្រូវណាស់ញាតិញោមហើយគួរនឹកសង្វេគអាសូរចិត្តអាណិតសត្វខ្លះដែលគ្នាកើតមកពុំមានចំណីអាហារហេតុដូច្នេះញាតិញោមគួរតែផ្សាយមេត្តាចំពោះសត្វឧទាហរណ៍ដូចជាឆ្កែដូចជាឆ្មាឲ្យជាដើមនៅពេលដែលញាតិញោមហូបបាយវាសម្លឹងមើលមកស្លាព្រាញាតិញោមយកបាយទៅបញ្ចូលក្នុងមាត់វាមើលទៅមាត់យកបាយមកដួសក្នុងចានវាមើលមកចានបើសិនជាវាចេះនិយាយវាថាខ្ញុំសុំមួយម៉ាត់មកខ្ញុំឃ្លានណាស់ប៉ុន្តែវាមិនចេះនិយាយចឹងហើយបានគេថាភ្លៀងធ្លាក់ទឹកកាត់ក្អាត់ស្រែកយំអាសូររូបខ្ញុំកើតជាក្អាត់មិនបានធ្វើបន់ពោះព្រោះជាសត្វលំបាកពេកក្តាត់ក្រៃណាស់ណាពពួកសត្វអស់ទាំងហ្នឹងគឺមានការលំបាកវេទនាក្រំគ្រាជាទីបំផុតមានពពួកសត្វខ្លះត្រូវអស់រ
រតេះអីជាដើមពពួកសត្វខ្លះត្រូវគេជួត្រូវគេរស់ត្រូវគេវាយត្រូវគេទាត់ត្រូវគេធាក់ត្រូវគេតាក់ត្រូវគេបង្រាត់ត្រូវគេបង្រាស់ឲ្យប្រាស់ឲ្យព្រាត់ពីក្រុមគ្រួសារនេះដោយសារអីញោមដោយសារតែកើតកំណើតជាសត្វដេរឆានមិនបានមានឱកាសនឹងធ្វើបុណ្យឥឡូវនេះញាតិញោមពុទ្ធបរិស័ទសុទ្ធសឹងតែជាអ្នកមានបុណ្យមានឱកាសធ្វើបុណ្យតាក់ទងទៅនឹងរឿងសង្ឃទាននេះញាតិញោមពុទ្ធបរិស័ទទាំងឡាយធ្វើទានអ្វីក៏ដោយត្រូវតែលះឲ្យដាច់កុំឲ្យលះមិនដាច់នឹងមានរឿងមួយក្នុងចំនួនព្រះញាតិញោមពុទ្ធបរិស័ទទាំងឡាយគឺរឿងមច្ឆរិយសេដ្ឋីមច្ឆរិយសេដ្ឋីនឹងនិយាយពីរឿងសេដ្ឋីនឹងគឺអស្ចារ្យណាស់សម្បូរទ្រព្យមហាសែនសម្បូរប៉ុន្តែកំណាញ់មិនសូវហ៊ានធ្វើទានមិនសូវហ៊ានចំណាយលុយកថវិកាគេទេព្រោះខ្លាចអស់លុយកំណាញ់នឹងខ្លាចអស់លុយថ្ងៃមួយឃើញគេចាក់នំបែងអានំដែលគេចាក់មកកប៉ាងស្តៀងបាញ់ឆែវនំបាញ់ឆែវនឹងបែងស្តៀងតែគ្នាដែរញោមអានំនឹងវាឈ្ងុយមើលទៅតំណងឆ្ងាញ់តែថៃនឹងក៏នឹកចង់អាស៊ីនំបែងនឹងប៉ុន្តែមិនហ៊ានសុំគេទេខ្លួនឯងវាសេដ្ឋីទៅដេកទទួលភួយនៅផ្ទះនឹងប្រពន្ធក៏សួរបងថៃថឹងមិនឈឺអីទេប៉ុន្តែចង់ស៊ីនំបែងគ្រាន់តែចង់ស៊ីនំបែងប៉ុណ្ណឹងចាំបាច់ទៅទទួលភួយក៏គិតធ្វើនំបែងសេដ្ឋីនឹងគិតទេធ្វើនៅក្រោមនឹងមិនកើតទេក្រែងលោកមានគេមកដណ្ដើមមកសុំអីទៅវាវីវទៅទៀតឥឡូវបងឯងគិតធ្វើនៅណាធ្វើនៅប្រាសាទជាន់ទី7គ្រាន់តែនំបែងប៉ុណ្ណឹងហេតុតែខ្លួនកំណាញ់ក៏ធ្វើនៅប្រាសាទជាន់ទី7និយាយរឿងព្រះអង្គប្រមាលមើលឧបនិស្ស័យនៃសត្វមច្ឆរិយសេដ្ឋីក៏ចូលក្នុងបណ្ដាញាណរបស់ព្រះអង្គក៏ត្រូវតែប្រោះបានក៏ប្រមាលមើលឧបនិស្ស័យថាសេដ្ឋីនឹងមាននិស្ស័យជាមួយមោគលានក៏ប្រើមោគលានឲ្យមកប្រោះនៅជាន់ប្រាសាទទី7ប្រមោគលានក៏សម្ដែងបានឯហាសម្ដែងរិទ្ធឡើងជាបនុកច្បាំងឈរនៅលើបនុកច្បាំងបិណ្ឌបាតនៅមាត់បង្អួចនឹងសេដ្ឋីភ្ញាក់ខ្លួនព្រឺទៅចំឯងថាមកចាក់នំបាយនៅប្រាសាទជាន់ទី7ក្រែងនោះមានគេសុំឥឡូវនៅតែមានអ្នកមកសុំទៀតបាត់ទ្វារនឹងផឹងទៅញោមប្រមោគលានក៏ទៅកន្លែងប្អួចមួយទៀតសេដ្ឋីក៏បាត់ប្អួចនឹងទៀតទៅប្អួចមួយទៀតបាត់ទៀតទៅប្អួចមួយទៀតសេដ្ឋីនឹកមើលទៅបើមិនឲ្យបន្តិចមិនទៅណាទេតែម៉ែវាបេះឲ្យបន្តិចបេះទៅមិនដាច់តោះញាតិញោមពុទ្ធបរិស័ទចាក់អាណាមួយបន្តិចប្រគេនទៅលោកទៅលោកចង់ឆាន់នំបែងយ៉ាងហ្នឹងចាក់ទៅប៉ុន្តែចាក់វាមិនតិចវាទៅជាច្រើនអាហ្នឹងច្រើនជាងមុនផងឲ្យអាមុនឲ្យចុះឲ្យឡើងបេះក៏មិនដាច់ក៏ប្រគេនទៅលោកទាំងអស់ទៅព្រះអង្គទ្រង់និមិត្តឲ្យឃើញភិក្ខុសង្ឃនឹងបានឆាន់គ្រប់អង្គនំបែងប៉ុណ្ណឹងនេះតាក់ទងនឹងសង្ឃទានញាតិញោមពុទ្ធបរិស័ទទាំងឡាយប៉ុន្តែរឿងនេះគឺមច្ឆរិយសេដ្ឋីកាលពីដើមគាត់មិនទាន់មានសទ្ធាទេប៉ុន្តែពេលដែលឃើញប្រសង់នឹងលោកសគុតសគុំលោកគោរពធម៌ប្រណិប័តវិន័យក្នុងពុទ្ធសាសនាសម្រួមបានល្អប្រសង់ឆាន់ក៏មានរបៀបរៀបរយមានអនាម័យក៏ជ្រះថ្លាក្នុងពុទ្ធសាសនាបានធ្វើសង្ឃទានចំពោះប្រសង់រៀងរៀបដរាបដល់គាត់អស់ជីវិតក៏បានទៅកើតក្នុងឋានសួគ៌សុគតិភពដែលមានសេចក្តីសុខចម្រើននេះតាក់ទងរឿងសង្ឃទានគឺបានផល្លានិសង្ឃច្រើនណាស់ឲ្យតែញាតិញោមសម្គាល់ដោយអនុថែប្អូនបានបញ្ជាក់អញ្ចឹងអនុថែប្អូនលោកប៉កែណាញោមអញ្ចឹងតើបានជាល្បីល្បាញដល់ក្រៅប្រទេសក៏មានក្នុងប្រទេសក៏មានឬតែល្បីសម្លេងអនុថែមានទាំងក្រៅប្រទេសមានទាំងក្នុងប្រទេសញាតិញោមពុទ្ធបរិស័ទទាំងឡាយឥឡូវដឹងថាអនុថែល្បីបើល្បីអញ្ចឹងខ្ញុំកណាសួរទៀតព្រោះថាថ្ងៃនេះញាតិញោមពុទ្ធបរិស័ទទាំងឡាយបានធ្វើសង្ឃទានហើយក៏បើយើងគិតពិចារណាទៅវាចាត់ចូលជាតក្កិណានុបទានដែរខ្ញុំកណាឆ្ងល់អ្វីទៅជាតក្កិណានុបទានអនុថែសូមអនុថែប្អូននិមន្តវិសច្ចនីហន្តេថេរៈអ្វីទៅជាតក្កិណានុបទានតក្កិណានុបទានគឺបុណ្យណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុតក្កិណានុបទានគឺបុណ្យដឹងថាតក្កិណានុបទានគឺបុណ្យនោះប៉ុន្តែបុណ្យតក្កិណានុបទានប្រែថាម៉េចសូមនិមន្តបកប្រែហន្តេថេរៈច្បាស់ល្អណាស់សូមនិមន្តបកប្រែបុណ្យតក្កិណានុបទានគេប្រែថាតាមហោចតាមឧទ្ទិសតាមផ្ដល់តាមជូនឪពុកម្ដាយជីដូនជីតាប៉ាម៉ាក់ម៉ាកងចឹកចែសោហៀទ្រាអ៊ីបេកើដែលបែកចែកឋានទៅទោះជាខ្មោចមុនខ្មោចក្រោយ100ជាន់1000តម្រួតដែលយើងមិនបានដឹងណោះ
កាលពីខំបកើតយើងមកខំទៅរកស៊ីញូមកដើម្បីចិញ្ចឹមកូនឪពុកម្ដាយខ្លះហ៊ានបង្រត់បង្រាស់សត្វទាំងរស់លក់បំបែកបំបាក់សត្វទាំងរស់រកស៊ីភូតកុហកបោកប្រាស់ក៏មានកែងកាប់លັບខងវាយបដុកគូតកប៉ុងវល់ឲ្យវាចំណេញបតោងភ្នែកអញ្ជីងបាត់គេមកខំហើយចេះតែភូតចេះតែពីកុហកសត្វវាធ្លាក់លើខ្លួនកូនក៏តស៊ូដែរដើម្បីឲ្យតកូនសុកស្រួលសម្លាប់សត្វមិនថាតែក្អែបតែពុះអីវាលើកូននេះតែខ្ចាតម្រៃវាមកឲ្យវាផងវាយងាប់ឥឡូវក៏មកវាលើកូនណាញ់ការពារសពយ៉ាងពេលដែលស្រុកមានភ័យអាសន្នអន់ក្រគាត់ខ្វះខាតរហូតបេះបោចរបស់អ្នកដទៃអញ្ចឹងមិនដឹងថាគាត់ស្លាប់ទៅកើតឯណាទេតម្រាំចិញ្ចឹមកូនរួមមិនដែលថាឪពុកម្ដាយយើងនឹងមិនបានធ្វើទេគាត់ធ្វើអំពើបាបច្រើនណាស់អ្នកខ្លះមកវត្តស្រាក់ពេញទៅវិញពេញដដែលពីព្រោះនឹកដល់កូននៅផ្ទះអ្នកខ្លះមកបនគេជួយរៀបបង្អែមផ្លែឈើនំនែកគេស្រាប់តែសល់បាននំមួយពីរដាក់កប៉ាល់ទៅផ្ទះវិញដែរញ៉ាកូនជួនកាលមកបនគេអញ្ចឹងទៅឃើញបបគេឆ្ងាញ់នោះបច្ចេមួយចានតាមច្បារចេកផ្លេចទាំងយកចានមកទល់ថ្ងៃហ្នឹងទៅទៀតមកពីអីមកពីនឹកទៅដល់កូនអំពើបាបឪពុកម្ដាយហ៊ានធ្វើសពយ៉ាងដើម្បីឲ្យកូនរស់តើក្រោយពីគាត់ស្លាប់ទៅគាត់ទៅកើតឯណាយើងអត់ដឹងតែហ្នឹងដល់តែយើងមិនដឹងតែហ្នឹងហើយយើងនឹកថារស់រៀនមានជីវិតទល់ថ្ងៃហ្នឹងដោយសារគាត់ហ្នឹងអញ្ចឹងហើយមិនដឹងថាគាត់ទៅឯណាទេបើចង់ជូនបាយជូនទឹកយើងហុចផ្ទាល់អត់បានប្រពុតត្រង់សម្ដែងថាផ្ទះកេណាំងអនុប្រទេសសាមិលុះណាតអ្នកនៅរស់ហ្នឹងធ្វើបន់ផ្ទះកេណាំងអនុប្រទេសនៅទិសទៅបានដល់គាត់បើយើងទៅហុចជូនគាត់គេលើហុចទៅវាមិនឃើញយើងមិនដឹងថាហុចតាមណាបានប្រពុតថាឧទ្ទិសជូនទៅហ្នឹងជាផ្ទះកេណាំងអនុប្រទេសហ្នឹងធ្វើទៅដើម្បីឲ្យបានដល់ឪពុកដល់ម្ដាយជីដូនជីតាម៉ាកុងរបស់យើងដែលស្លាប់ទៅនឹងឯងនឹងឲ្យជាផ្ទះកេណាំងអនុប្រទេសណាអង្គម្ចាស់បើមិនជឿទេចាំចោះទៅសួរលោកអាចារ្យមើលបើមិនអញ្ចឹងសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែឆ្លើយមកនេះខ្ញុំកណាឲ្យបន្ទុក8ឥឡូវសួរទៅទៀតអនុថែថាតៈខេណានុបទានតាមបំពេញឧទ្ទិសឲ្យនៅតៈខេណានុបទាននៅតៈខេណាទានតាមបំពេញនឹងតាមបំពេញយ៉ាងម៉េចអនុថែស្លាប់ទៅតាមគាត់ឬក៏យ៉ាងណាសូមវិសាចនីតាមបំពេញហ្នឹងគឺតាមធ្វើឲ្យពេញណាអង្គម្ចាស់សូមជ្រាបសាធុជ្រាបហើយតាមធ្វើឲ្យពេញតាមធ្វើឲ្យពេញនឹងធ្វើរបៀបណាខ្លះសូមវិសាចនីបាទអេថេរៈឲ្យបន្ទុខ្ញុំកណា8ទឹមប្រឡងឈរមាសផ្ដាច់ឆ្នាំបញ្ចប់ម្សិលមួយថ្ងៃឥឡូវបាន8បន្ទុប្រហែលជាជាប់ហើយយ៉ាងមើលទៅបើសិនជាជាប់មែនអរប្រគុណណាញាតិញោមជាពុទ្ធបរិស័ទតាមបំពេញហ្នឹងយើងមិនដឹងថាឪពុកឬម៉ែឪនៅឯត្បូងឯជើងទេគាត់នៅឯជើងយើងហុចទៅឯត្បូងគេលោកគាត់មិនអាចទទួលហើយបើគាត់នៅឯកើតយើងហុចទៅលិចគេលោកគាត់មិនអាចទទួលអញ្ចឹងមានតែខេណានុបទានហ្នឹងឲ្យទិសទៅដើម្បីឲ្យបានដល់គាត់ធ្វើឲ្យពេញហ្នឹងគឺថាបានន័យថាឲ្យគាត់បានហូបគាត់នៅឯណាក៏ដោយទៅចាប់ជាតិកំណើតឯណាដឹងតែបានហូបបានគេធ្វើតែខេណានុបទាននោះដើម្បីឲ្យវាពេញបានសមរម្យដល់គាត់ហូបត្រូវអ្នកធ្វើហ្នឹងធ្វើទៅដោយកិច្ច2ហេតុ3ណាអង្គម្ចាស់សូមជ្រាបសាធុធ្វើប្រកបទៅដោយកិច្ច2ហេតុ3ឥឡូវហេតុ3ទុកម្លែកផ្នែកខាងក្រោយសួរពីរឿងកិច្ច2អនុថែថាកិច្ច2មើល2យ៉ាងហ្នឹងអ្វីខ្លះអនុថែសូមវិសាចនីអាចិនកិច្ច1ឧទ្ទិសកិច្ច1សូមជ្រាបសាធុអត់ទាន់ជ្រាបទេពុំដឹងភាសាអីអាចិនកិច្ចរបស់ចិនក៏មិនដឹងហើយទិសកិច្ចនឹងកិច្ចយ៉ាងម៉េចអនុថែសូមអនុថែប្អូននិមន្តបញ្ជាក់បកស្រាយមកមើលសូមវិសាចនីបាទទេថេរៈអាចិនកិច្ចមិនមែនកិច្ចរបស់ចិនហើយក៏មិនមែនកិច្ចរបស់យួនដែរកិច្ចរបស់ខ្មែរយើងទាំងអស់គ្នាពុទ្ធបរិស័ទពាក្យថាតេខេណានុបទានញោមចំណាំមើលដើម្បីធ្វើបុណ្យឲ្យបានដល់ឪពុកដល់ម្ដាយយើងបើម្លងកិច្ច2ហ្នឹងអត់បានទេញោមណាកុំឲ្យខានកិច្ច2ទី1អចិន្នកិច្ចសន្សំកិច្ចប្រមូលឯឧទ្ទិសកិច្ចឧទ្ទិសកិច្ចបញ្ជូនប្រៀបឧបមាដូចជាម្ដាយយើងអត់មានលុយយើងចង់ឲ្យគាត់បានលុយកិច្ចទី1ឧទ្ទិសអចិន្នកិច្ចគឺយើងទៅប្រមូលសិនទៅរកលុយរកកាក់ឲ្យបានសិនដល់តែបានមកហើយវានៅជារបស់យើងឡើយទេឪពុកម្ដាយអត់ទាន់បានទេបានយើងយកមកជូនគាត់គេហៅថាឧទ្ទិសកិច្ចបានគាត់បានខ្ញុំឃើញដែរអម្ដាយឪពុកនៅព្យួរស្រែនោះនៅព្យួរស្រែក្រៅនោះក្រៅភូមិហើយយើងនៅឯផ្ទះចង់ឲ្យគាត់បានបាយហូបបើមិនទាន់ដាំផងផ្ញើស្អីទៅអញ្ចឹងទី1អចិន្នកិច្ចដាំបាយសិនស្លសិន
đó là thưa bàiនឹងឲ្យកើតហើយបានឧទ្ទិសសកិច្ចបានគេបញ្ជូនបាយនឹងទៅអញ្ចឹងប៉ុននឹងអញ្ចឹងដែរចង់ឲ្យបានប៉ុនដល់ឪពុកដល់ម្ដាយទី1កូនចៅទាំងអស់គ្នាមកធ្វើឲ្យកើតជាប៉ុនសិនដល់ឲ្យធ្វើឲ្យកើតជាប៉ុនហើយបានកិច្ចទី2ឧទ្ទិសបញ្ជូនទៅអាធ្វើឲ្យកើតជាប៉ុននឹងធ្វើតាណាគេមកចាក់បាញ់ឆៅណាចាគេនាំគ្នាឧទ្ទិសក្រោយពីយើងប្រគេនភេទជ្ជៈប្រគេនចង្ហាន់វ៉ាន់ជន់ដល់ព្រះសង្ឃហើយកុំអាបញ្ញាប់ឡើងពេកជួនកាលកូនចៅខ្លះបញ្ញាប់នៅរវល់ឯណាគេថាមកចូលមកប្រគេនផ្លែតចូលមកវេមកឧទ្ទិសផ្លែតបញ្ញាប់ធ្វើអីមិនកើតទេជាប់រវល់ឯនេះអូញោមហើយប៉ុនណាទៅរំលងកន្លែងនឹងចេញតែកណានុបទានអត់ចំតួទេប៉ុនសំណុកធ្វើមាន10យ៉ាងមិញប៉ុន្តែទានពិបាកធ្វើត្រង់អញ្ចឹងតែធ្វើមិនត្រូវមិនឡើងជាទានឧបមាថាពេលប្រគេនពេលវេពេលឧទ្ទិសនឹងយើងម្ចាស់ប៉ុនម្ចាស់ទានមិនបានមកធ្វើទៅរំលងតែនឹងខាតតែហ្មងប៉ុននឹងមិនមែនថាអត់ទេបានដែរប៉ុន្តែបានតែខ្លួនយើងត្រង់អ្នកស្លាប់ទៅអត់បានទទួលអញ្ចឹងទោះជារវល់ប៉ុណ្ណាចូលមកផ្លែតមកប្រគេនឧទ្ទិសខ្លួនឯងហើយកុំតែប្រគេនហើយនៅខ្ញុំឡើងប្រុចអាហ្នឹងឧបមាថាម្ដាយនៅឯម្ពិញឪពុកនៅឯម្ពិញហើយកូនចៅគេផ្ញើផ្លែឈើពីហ្នឹងទៅឲ្យឪពុកម្ដាយឃើញឡានគេឈប់នៅឯមុខនោះជូនផ្លែឈើទៅដាក់ឡានដាក់ទៅហើយវឹងត្រឡប់មកវិញដល់តែអ្នកឡានគេបើកដល់ម្ពិញគេយកទៅឲ្យពីណាបើគេប្រាប់ថាម៉ែឲ្យគេឈ្មោះអីនៅឯណាផងណាអញ្ចឹងមកក៏គេហូបអស់ហើយយ៉ាងណាមិញយើងអញ្ចឹងដែរប្រគេនទានរួចស្រេចហើយយើងត្រូវប្រាប់សិនខ្សឹបក្នុងចិត្តថាណែទាននេះសូមឧទ្ទិសជូនដល់ម្ដាយដល់ឪពុកជីដូនជីតាខ្ញុំឈ្មោះនេះស្លាប់នៅឯនេះឯណោះឬក៏ថាគាត់ហៅគ្នាគាត់មកទទួលមកអញ្ចឹងទៅគេប្រាប់អាស័យដ្ឋានប្រាប់ឈ្មោះអញ្ចឹងដូចយើងដាក់ផ្លែឈើហើយយើងប្រាប់ថាម៉ែខ្ញុំនៅផ្ទះលេខប៉ុណ្ណេះឈ្មោះនេះអញ្ចឹងទៅហើយផ្លូវប៉ុណ្ណេះអញ្ចឹងទៅអ្នកឡានគេសំណុកយកទៅឲ្យយ៉ាងណាមិញយើងប្រគេនទានអញ្ចឹងដែរយើងឧទ្ទិសជូនទៅហ្នឹងយើងប្រាប់ឈ្មោះខ្សឹបខ្សៀវខ្លួនឯងអញ្ចឹងទៅអាហ្នឹងបានញោមណាមិនសំខាន់នៅលើអាចារ្យអានឈ្មោះទេញោមគេរឿងគេអានឈ្មោះហ្នឹងគេគ្រាន់តែជួយគេហៅថាជួយលើកកម្លាំងចិត្តទេប៉ុន្តែដែលបានមិនមែននៅលើអាចារ្យទេគឺនៅខ្លួនឯងឧទ្ទិសមិនឧទ្ទិសឯនេះទេណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែលោកបានបញ្ជាក់ពីរឿងកិច្ចពីរយ៉ាងនេះញាតិញោមពុទ្ធបរិស័ទស្ដាប់បានហើយឯខ្ញុំកណាក៏ស្ដាប់បានដែរចឹងសូមសួរអនុថែបន្តទៅទៀតកិច្ចពីរយ៉ាងបានបញ្ជាក់រួចហើយចុះហេតុ3យ៉ាងនឹងយ៉ាងអ្វីខ្លះអនុថែសូមវិសាចនាមើលបានសម្រាប់ទេញោមអើយអាត្មាខំប្រងថាឆាន់ទឹកមួយសិនហើយស្រាប់តែមិនតាន់បានផងវឹងមកទៀតហើយសួរមកទៀតហើយញោមណាហេតុ3យ៉ាងនោះអាម៉េចទៅដែរហេតុដែលនាំឲ្យសម្រេច3យ៉ាងអ្នកធ្វើទានត្រូវកុំរំលងហេតុទាំង3យ៉ាងហ្នឹងញាតិញោមជាពុទ្ធបរិស័ទទី1ហៅថាអត្តនោអនុមោទនេអ្នកទី2ទាយកានឧទ្ទិសេអ្នកទី3ឲ្យឈ្មោះថាបូជនីយសម្បទាយៈឥឡូវយើងធ្វើការបកស្រាយជាភាសាខ្មែរហេតុទី1ចង់ឲ្យបានដល់ឪពុកដល់ម្ដាយទាមទារឲ្យកូនចៅម្ចាស់ទានប្រធានបុណ្យអ្នកចូលមកប្រគេនផ្ទាល់ខ្លួនឯងមុននឹងប្រគេនសមាទានសិលសិនហេតុអីបានជាសមាទានសិលលោកខ្លះថាទេខ្ញុំមិនទាន់ថ្វាយខ្លួនផងខ្ញុំមិនបាច់សមាទានសិលទេគង់អាយុនឹងដាច់សិលវិញដដែលដាច់នាំមកដាច់សិលរិទ្ធបាបមិនមែនទេញោមសមាទានសិលមិនមែនរិទ្ធបាបទេបាន1ម៉ោងក្តី2ម៉ោងក្តីវាគ្រាន់បើជាងអត់សោះវាមានន័យច្រើនយ៉ាងទី1អាយុយើងវាមិនទៀងញោមណាបើយើងកំពុងតែមានសិលស្លាប់ព្រោះទៅបានកើតជាទេវតាញោមមើលនាយសំពៅទាំង700នាក់ទៅជួញសំពៅទៅដល់កដាលសមុទ្រទៅក៏វាស្រាប់តែខ្យល់ធ្លាយសពៅនឹងលិចចូលទៅគេភ័យលាន់ហើយស្រាប់តែនាំគ្នាសមាទានសិលពីបរោះម្នាក់ដែលគាត់មានសិលនោះគឺតួអង្គពុរិស័ទសមាទានសិលចប់សពគ្រប់ទៅទឹកលិចស្លាប់ទាំងអស់គ្នាទាំង700នាក់ញោមគិតមើលហើយសួរថាបានប្រមាណមកស្លាប់ព្រោះទៅកើតក្នុងឋានសួគ៌ទាំងអស់គ្នាញោមណានៅតាវតੰឯនោះវាមានកម្ពស់12យោជន៍អ្នកដែលមេគេហ្នឹងកើតជាទេវបុត្រទាំងអស់គ្នាទេវបុត្រហ្នឹងហោះចុះមកថ្វាយអង្គមសួរសំណួរព្រះទៀតកាលព្រះអង្គមិនទាន់បរិនិព្វានយើងឃើញថាបានសិលមួយផ្លែតក៏គ្រាន់បើដែរអញ្ចឹងអាយុជីវិតយើងវាអត់ទៀងអញ្ចឹងថ្ងៃណាមួយទៅក្រែងលោស្លាប់ទៅមិនទាន់បានថ្វាយខ្លួនផងមិនវរដល់ហើយគេលើតែយមរាជហៅសួរថាម៉េចយាយនៅជាមនុស្សដែលធ្វើបុណ្យធ្វើទានអាសាសិលអីគេដែរអត់ផងខ្ញុំថាចាំរៀបកូនអស់ចាំចូលថ្វាយខ្លួនកាន់សិលស្រាប់តែឥឡូវរៀបកូនមិនទាន់អស់ផងក៏ស្លាប់មកត្មងទៅណោស្រេចត្មងទៅហើយញោមហើយបើមិនចង់គេសួរថាយាយនៅជាមនុស្សដែលធ្វើបុណ្យអីគេដែរអត់ផងថាចាំឡើងប្រាំងពី3ឆ្នាំទៀតបបួលបងប្អូនកូនចៅធ្វើបច្ច័យ4ម្ដងឥឡូវវាមិនទាន់4 5ឆ្នាំផងក៏ស្លាប់ទៅបានអីទីពឹងទៅញោមអញ្ចឹងអាការស្លាប់វាអត់ទៀងទេ
មានទ្រព្យតិចតួចមែនញោមណាបើគេបបួលហៅធ្វើបន់ហើយគេថាបកុលពួកខ្លះគេបបួលលះឲ្យចេះធ្វើបន់គេថាចេះតែប្រកែកថាជាប់ការងារកំពុងតែកុនឲ្យទៅធ្វើបន់ហ្នឹងទៅមិនកើតទេប៉ុន្តែដល់តែខ្លួនស្លាប់ទៅប្រពន្ធកូនចៅញាតិផៅនោះគេសែងយកទៅដុតយកទៅកប់ចោលទៅទេមិនក៏មិនប្រកែកថារវល់ទៀតទៅបកុលបែបនេះហៅគ្មានតម្រេះចេះគិតឲ្យជ្រៅនឹកស្មានតែខ្លួននឹងចេះតែរស់នៅមិនអាចនឹងទៅនៅដល់ចាស់សក់ស្មាននឹងខុសសោះអត់ស្ដាយទៅនោះដែលខ្លួនកើតមកថាជាប់ការងារបង្វេងជ្រោយជ្រកមិនគិតស្វែងរកទានសិលភាវនាត្រូវតែប្រឹងប្រញាប់ធ្វើបន់ឲ្យឆាប់ចាប់ពីពេលនឹងឯងកុំទុកថ្ងៃក្រោយត្រូវគិតឲ្យវែងថាការស្លាប់នឹងឯងអត់ទៀងអញ្ចឹងសមាទានសិលទី1ការពារអាយុមិនទៀងទី2ចង់ធ្វើទានឲ្យបានផលច្រើនគេថាទាននឹងសិលទុកដូចជាផែនដីគុណធម៌ដតីទុកដូចជាពូជញោមដាំដើមឈើមុននឹងដាំដើមឈើជ្រោយដីដាក់ជីយ៉ាងណាមិញមុននឹងធ្វើទាននឹងឯងគេជ្រោយដីដាក់ជីពីព្រោះគេជ្រោយដីគឺផែនដីគឺសិលគេសមាទានសិលឲ្យស្អាតទៅបានគេធ្វើទានទៅឲ្យបានផលច្រើនណាចាហើយនៃទី3បើយើងអត់សិលឪពុកម្ដាយគាត់មិនត្រេកអរទេបើមិនត្រេកអរអត់ទទួលបានអញ្ចឹងតើគាត់ត្រេកអរហេតុនឹងហើយបានជាមុននឹងវេគេតែងទៅសមាទានសិលមុននឹងឧទ្ទិសគេឲ្យសមាទានសិលមុននឹងបាំងស្គរគេឲ្យសមាទានសិលមុននឹងចម្រើនព្រះបរិត្តគេឲ្យសមាទានសិលពីមុននឹងវាអញ្ចឹងកូនចៅចូលមកសមាទានសិលហើយខិតឲ្យចិត្តមកប្រសងទៅប្រហែលជាមហាត់មួយចំអាមហ្នឹងលើកប្រគេនខ្លួនឯងលើកប្រគេនរួចស្រេចហើយទៅឧទ្ទិសខ្លួនឯងញោមណាឧទ្ទិសខ្លួនឯងចប់ទៅឯគាត់នោះអង្គទី3គេហៅថាអត្តនោអនុមោទនេអ្នកដែលស្លាប់ទៅនឹងឯងមកទទួលអនុមោទនាខ្លួនឯងអាហ្នឹងបានណាហើយបើគាត់មិនបានមកទទួលទេយើងសូត្រប្តឹងទៀតយ៉ាងកញ្ញអ៊ីមីនីយាទេវតាប្តឹងដល់ទេវតាព្រែកទឹកតិចទឹកហ្នឹងឲ្យទៅជួយប្រាប់ឪពុកម្ដាយឲ្យមកទទួលហើយដល់អញ្ចឹងទៅយើងអាងអញ្ចឹងឲ្យទេវតាអនុមោទនាបុណ្យឲ្យទៅប្រាប់ហើយដល់តែប្រាប់ទៅបានទទួលពិតប្រាកដហើយព្រះអង្គសម្ដែងទុកនៅក្នុងយ៉ាងកញ្ចារមណាំងថាបើធ្វើកិច្ចអាណានីមួយប្ររពមានមេត្តាបៃតាជាអារម្មណ៍ជាបឋមឲ្យគោរពដល់ទេវតាជាស្ដេចនៃចក្រឡោកបាលទាំង4នឹងផងពីព្រោះទេវតាមានប្រយោជន៍អញ្ចឹងយើងនឹងមិនដឹងថាឪពុកម្ដាយយើងនៅឯណាទេអញ្ចឹងឲ្យមានតែប្តឹងតាមទេវតាឲ្យគាត់ទៅជួយប្រាប់ទៅជួយហៅអានឹងបានផលណែតែកណានុប្រទានគេធ្វើប៉ុណ្ណឹងឯងណាអង្គម្ចាស់បើខ្ញុំកណាឆ្លើយវែងពេកកាត់កវត្តចោលខ្លះទៅហើយបើឆ្លើយមិនទាន់គ្រប់ទេមេតាចាក់ប្រគ្រប់បំពេញឲ្យកំពុងញាត់ឲ្យណែនមកណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែប្អូនឆ្លាតណាស់បណ្ដោះស្រាយរាយសេចក្តីឃើញថាមានអត្ថន័យចំពោះមនុស្សសត្វតនិកគ្រប់ទាំងអស់ដែលនៅក្នុងសកលពិភពមនុស្សនេះសុទ្ធតែមានខាងចុងនៃជីវិតពលគឺសេចក្តីស្លាប់ហើយស្លាប់នេះអត់ទៀងទេញាតិញោមពុទ្ធបរិស័ទមិនទៀងនឹងគឺមិនដឹងថាថ្ងៃណាទេរឿងការស្លាប់វាទៀងតែនឹងស្លាប់ប៉ុន្តែយើងកំណត់ថ្ងៃមិនបានថាចាំថ្ងៃនេះមួយថ្ងៃនោះមួយក៏មិនបានព្រោះ10ឆ្នាំក៏មានស្លាប់20ឆ្នាំក៏មានស្លាប់30ឆ្នាំក៏មានស្លាប់ព្រោះជីវិតនឹងវាមិនទៀងបានជាយើងត្រូវធ្វើបុណ្យហើយកាលណាបើមានស្លាប់ហើយយើងតែងតែធ្វើបុណ្យតេកិណានុប្រទានដើម្បីឧទ្ទិសកុសលផលបុណ្យនេះជូនដល់អ្នកដែលបានស្លាប់ទៅឥឡូវសួរអនុថែថាអ្វីទៅជាការឧទ្ទិសអនុថែសូមវិសាចនាការឧទ្ទិសកម្មវិធីធ្វើបុណ្យនឹងឯងគឺជាការឧទ្ទិសការដែលមនុស្សអ្នកធ្វើបុណ្យនឹងគេប្រព្រឹត្តគេធ្វើនឹងឲ្យជាការឧទ្ទិសណាអង្គម្ចាស់សូមជ្រាបសាធុកម្មវិធីដែលគេធ្វើឲ្យគេប្រព្រឹត្តនឹងឲ្យគឺឧទ្ទិសដើម្បីធ្វើប្រព្រឹត្តនឹងឧទ្ទិសឲ្យបានដល់ត្រូវប្រកបដោយអង្គប្រមាណយ៉ាងនោះថែសូមវិសាចនាផន្តេថេរៈសំណួរប្រគុណម្ចាស់ក្រែងលោយាយថាពិបាកស្ដាប់អ្វីទៅជាការឧទ្ទិសការឧទ្ទិសជានាមឧទ្ទិសជាកិរិយាដល់ដាក់ថាការឧទ្ទិសជានាមអ្វីទៅជាការឧទ្ទិសជាពាក្យមួយគឺជាពាក្យខ្មែរមួយមានន័យថាគេធ្វើបុណ្យហើយនឹងឯងគេបញ្ជូនទៅហើយដល់គេបញ្ជូនពិធីរបៀបម៉េចគេដាក់ថាការឧទ្ទិសប៉ុន្តែខ្ញុំកណាចង់ប្រគេនដល់ប្រគុណម្ចាស់ឲ្យចេះឧទ្ទិសហ្នឹងបើតាមខ្ញុំកណាធ្លាប់ឃើញទៅឧទ្ទិសហ្នឹងគឺគេធ្វើមាត់ជីបអូចណាអង្គម្ចាស់សូមជ្រាបសាធុការឧទ្ទិសហ្នឹងគឺធ្វើមាត់ជីបអូចតើធ្វើមាត់ជីបអូចហ្នឹងមានប្រមាណអនុថែសូមវិសាចនាបើតាមធ្លាប់មើលទៅជីបអូចមាន2យ៉ាងណាអង្គម្ចាស់សូមនិមន្តទទួលសាធុ2យ៉ាងនឹងអ្វីខ្លះអនុថែសូមនិមន្តបកស្រាយ
ជីបអូចមានន័យមួយជីបអូចអត់ន័យមួយសូមទានជ្រាបជីបអូចមានន័យថាម៉េចហើយអត់ន័យថាម៉េចសូមទានឆ្លើយអីគាត់តែដាញ់សួរតែហ្មងជីបអូចមានន័យចាញាតិញោមជាពុទ្ធបរិស័ទខ្ញុំកណាដល់លឺចឹងវាចេះនឹកឃើញទៅទេញោមណាពីព្រោះមើលឃើញពុទ្ធបរិស័ទអាចារ្យថាទៅលបមើលមាត់គាត់ធ្វើមាត់អ៊ិចអូចតាមពិតទៅពាក្យថាជីបអូចមានន័យចង់និយាយថាខ្សឹបហ្នឹងឧទ្ទិសជូនដល់ឪពុកដល់ម្ដាយអើយម៉ែអើយឪអើយបើម៉ែឯងនៅរស់ឃើញកូនធ្វើអំពើល្អចឹងមិនដឹងម៉ែឯងសប្បាយចិត្តប៉ុណ្ណាទេបើម៉ែឯងឃើញកូនធ្វើបុណ្យចឹងមិនដឹងម៉ែឯងសប្បាយចិត្តប៉ុណ្ណាទេឥឡូវហ្នឹងម៉ែអើយកាលពីម៉ែឯងនៅរស់កូនវាក្រវាតោកយ៉ាវាលំបាកឥឡូវម៉ែឯងស្លាប់ទៅបាត់ហើយបានកូនមានការងារមានមុខមាត់បានទ្រព្យសម្បត្តិធ្វើបុណ្យឥឡូវម៉ែឯងនៅឯណាឪឯងនៅឯណាមកទទួលយកផលបុណ្យទៅណាម៉ែណាឪណាអាហ្នឹងខ្សឹបខ្ទាវអញ្ចឹងជីដូនជីតាម៉ាកងតាទួតតាលួតតាលា7សណ្ដានខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួរបាក់បែកចែកឋានទៅមិនដឹងថានៅឯណានោះឲ្យគាត់មកទទួលហើយឲ្យគាត់ហៅគ្នាគាត់មកផងទាំងតាទួតតាលួតតាលានឹងទាំងអស់នោះហៅមកអញ្ចឹងគឺយើងខ្សឹបខ្ទាវក្នុងចិត្តហ្នឹងគេហៅថាជីបអូចមានន័យហើយអាជីបអូចមានជីបអូចមួយទៀតហ្នឹងជីបអូចអត់ន័យដូចយាយតាខ្លះគាត់មិនពេញចិត្តជាមួយយាយណាអញ្ចឹងទៅគាត់ខ្សឹបខ្ទាវខ្សឹបជេរគេយាយនឹងខូចទេយាយនឹងមកខ្លួនបានកាយទេអិចអូចតានោះខូចដែរបានតែកេងបានតែកឹបបានតែហូបទេអាការងារឯងហត់ស្ងប់មិនមកជួយទេបានតែមកហូបអីចឹងទៅជួនកាអើយលុកទេស្មាមិនព្រមចប់សោះហើយដល់យូរពេកទៅងាកមើលម៉ោងងាកមើលនៅលកាឡើងទៅផ្ទះបាត់ឥឡូវហើយដល់អញ្ចឹងទៅជួនកាចេះអាជីពអូចដែរមាត់ហ្នឹងជួនកាអាចុកជើងសងប់ប៉ុណ្ណោះដូចជាមិនដឹងមិនតាន់ហ៊ានឡើងឬក៏សំខាន់ប៉ុតនិយាយដើមគេនិយាយនេះខូចចេះតានោះខូចចោអាហ្នឹងធ្វើមាត់អេចអូចដែរប៉ុន្តែអត់ន័យប្រមាណទេញោមណាន័យខាងអាក្រក់មិនបាច់រាប់ទេហើយអញ្ចឹងជីបអូចមាន2យ៉ាងហ្នឹងប្រគុណម្ចាស់សូមនិមន្តជ្រាបជ្រាបហើយអនុថែបកមកសំណួរខាងក្រោយវិញដើម្បីឲ្យឧទ្ទិសកុសលផលបុណ្យនេះជូនដល់អ្នកដែលបានស្លាប់ទៅនឹងត្រូវប្រកបដោយអង្គប្រមាណយ៉ាងដែរអនុថែសូមវិសាចនីចតារោផន្ទេ4យ៉ាងណាអង្គម្ចាស់សូមជ្រាបសាធុ4យ៉ាងនឹងអ្វីខ្លះអនុថែសូមឆ្លើយគិតទៅសួររហូតមែនញោមណោះអាត្មាធ្លាប់ឃើញទេសនាជាមួយលោកអង្គដតីខ្លះលោកមានការហៅថាចប់ពីមួយសំណួរទៅមួយសំណួរទៅលោកមានការជួយខ្លះជួយផ្សេងពីនឹងអីបន្ថែមបន្ថយមួយម៉ាត់ពីរអីទៅធ្វើឲ្យអ្នកឆ្លើយនឹងមានកម្លាំងដែរប៉ុន្តែប្រគុណម្ចាស់នឹងអនុថែសូមឆ្លើយទៅរហូតចឹងអាត្មាមិនសូវហ៊ានប្រកែកប្រមាណទេញោមពីព្រោះចាញ់មៀតចាញ់គីឡូគេផងប៉ុន្តែប្រគុណម្ចាស់មើលឲ្យច្បាស់ទៅភ្លើងទៀនខាងកណាចិត្តអស់ហើយបានន័យថាខ្ញុំកណាត្រូវតែចប់មុនហើយអត់ក្រោយមែនប៉ុន្តែអញ្ចឹងឆេះមុនអញ្ចឹងលឿនឥឡូវប្រគុណម្ចាស់ឧទ្ទិសមាន4យ៉ាងញោមទី1គេហៅថាដើម្បីឧទ្ទិសផលបានញោមជួយចាំទាំងអស់គ្នាប្រកបទៅដោយធម៌4ទី1គេហៅថាឲ្យយើងនឹងតេសុចរិតាធ្វើកាយវិចារចិត្តឲ្យស្អាតបរិសុទ្ធបានន័យថាឲ្យយើងសមាទានសិលធ្វើចិត្តឲ្យល្អកុំឲ្យធ្វើបន់ឧទ្ទិសឲ្យម៉ែបដាឆ្លោះគ្នាបងប្អូនបដាប្រកែកប្រណាំងគ្នាត្រង់អាខ្លះមកអាខ្លះមិនមកអាខ្លះចេញលុយតិចអាខ្លះចេញលុយច្រើនអាខ្លះមកជួយធ្វើអាខ្លះមិនមកជួយអាខ្លះមកដែរមកអង្គុយតែប្រាជ្ញគ្នាហើយទៅលូទៅតមធ្វើទាំងខឹងអានឹងមិនល្អទេអញ្ចឹងធ្វើចិត្តឲ្យវាស្អាតណាជួយក៏មិនជួយអីក៏កុំទៅបាច់ប្រចាំកុំទៅបាច់ចំណែនធ្វើឲ្យឪពុកឲ្យម្ដាយណាធ្វើនៅក្នុងបានណាមកធ្វើក៏អត់ទៅអញ្ចឹងទី1ធ្វើចិត្តឯទី2មាននឹកដល់ឪពុកដល់ម្ដាយធ្វើទៅនឹកដល់ឪពុកដល់ម្ដាយថាឪពុកម្ដាយនឹងគាត់ទៅនៅឯណាគាត់ស្លាប់ទៅឈ្មោះអីដល់តែនឹកឃើញអញ្ចឹងហើយទី3នឹកដល់គាត់គ្រាន់តែនឹកទៅទេគេហៅថាដឹងតគុណដឹងអត់មានដងកាប់អីមិនទាន់កើតតតែដឹងមានដងហើយអញ្ចឹងបើដឹងគុណគាត់ហើយត្រូវទៅរកទេយវត្ថុមកហើយចង់ឲ្យគាត់ហូបបាយរកបាយមកចង់ឲ្យគាត់ហូបនំបញ្ចុករកនំបញ្ចុកមកបើចង់ឲ្យគាត់ហូបបាញ់ឆៅរកបាញ់ឆៅមកមិនអញ្ចឹងញោមណាចង់ឲ្យគាត់បានសពុតខោអាវរកសពុតខោអាវមកហ្នឹងអង្គ3ដល់តែអង្គទី4បានមកហើយមិនមែនឧទ្ទិសទៅភ្លាមបានតែហ្មងទេតើប្រគេនសិនជូនសិនប្រគេនទៅភិក្ខុប្រគុណម្ចាស់ភិក្ខុសង្ឃប្រគេនឲ្យផុតសិនជូនទៅយាយតាជូនឲ្យផុតសិនណែបានធម៌4នឹងបានឧទ្ទិសទៅបានបើមិនទាន់ឆ្លងកាត់ធម៌4នឹងទេឧទ្ទិសទៅអត់ទាន់បានទេណាអង្គម្ចាស់ប្រគ្រូត្បូងថ្មបប៉ៃលិនសូមនិមន្តជ្រាបសាធុជ្រាបហើយអនុថែប្អូនឃើញថាត្អូនត្អែតាក់តងនឹងមហាថែចេះតែសួរត
តែមហាថែមានទួនាទីភរៈភ្នាក់ងារផ្នែកបែកខាងសួរឥឡូវសួរទៀតដែរអនុថែប៉ុន្តែអនុថែបកែដោះស្រាយណាស់បានជាមហាថែចេះតែបកែសួរអនុថែប្អូនដោះស្រាយពីមួយសំណួរទៅមួយសំណួរនឹងរឹតតែពីរោះរឹតតែមានន័យតាក់តងទៅនឹងការទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់ខ្ញុំកណាឆ្ងល់ថាញាតិញោមខ្លះគាត់ស្លាប់យូរឆ្នាំមកហើយធាតុអីមិនដឹងនៅណាទេធាតុនឹងអថៈធាតុគឺធាតុឆ្អឹងក៏មិនដឹងនៅណាជួនកាលនឹងគាត់ស្លាប់នៅខេត្តព្រៃវែងយើងធ្វើបុណ្យឧទ្ទិសកុសលនៅខេត្តបាត់ដំបងហ្នឹងតើយើងធ្វើបុណ្យឧទ្ទិសហ្នឹងឧទ្ទិសមិនដល់បើឆ្ងាយម្លឹងអនុថែសូមវិសាចនីសំណួរហ្នឹងឮជាលើកទី2កាលមុនមានគេសួរអញ្ចឹងដែរគេថាពុកម្ដាយគេស្លាប់នៅខេត្តពោធិ៍សាត់តសម័យសង្គ្រាមហើយដល់ទៅរកធាតុរកវាមិនឃើញហើយដល់រកមិនឃើញកាបដីដាក់មកកោតយកមករំងទៅធ្វើបុណ្យនៅគៀនស្វាយហើយសួរអាត្មាថាបានដល់គាត់ដែរអត់បើរកឆ្អឹងរកធាតុមិនឃើញផងហើយម្ដាយឪពុកខ្លះមិនដឹងថាស្លាប់នៅឯណាទៀតបាត់ខ្លួនតាំងពីសម័យសង្គ្រាមអីចឹងហើយកូនចៅធ្វើហ្នឹងបានបុណ្យដល់គាត់ដែរអត់នេះមួយញោមណាមួយទៀតម្ដាយស្លាប់នៅព្រៃវែងមកធ្វើឲ្យបាត់ដំបងម្ដាយស្លាប់ឲ្យបាត់ដំបងធ្វើឲ្យកំពង់ចាមអ្នកស្លាប់នៅឯអាមេរិកមកធ្វើឲ្យស្រុកខ្មែរអញ្ចឹងហើយបានបនដល់ដែរអត់ថារឿងបនរឿងកុសលនេះមិនមែនគិតទៅលើធាតុទេហើយក៏គេមិនមែនគិតទៅលើឆ្អឹងដែរហើយក៏មិនមែនគិតទៅលើចម្ងាយដែរគេគិតទៅតាមធម៌ដែលសម្ដែងខាងដើមមិញហ្នឹងឯងតែកិច្ច2ហេតុ3នឹងត្រឹមត្រូវគឺទទួលបានហើយពីព្រោះយើងមិនមែនធ្វើបុណ្យឧទ្ទិសទៅឲ្យឆ្អឹងនោះទេមិនមែនធ្វើបុណ្យឧទ្ទិសទៅឲ្យធាតុនោះទេគឺឧទ្ទិសទៅដល់អាកំណើតថ្មីរបស់គាត់ស្លាប់ទៅគាត់ចោលឆ្អឹងនៅកន្លែងហ្នឹងប៉ុន្តែនៅសល់2តួបុណ្យនិងតួបាបហ្នឹងទៅកើតជាវិញ្ញាណថ្មីបដិសន្ធិកើតជាកំណើតថ្មីមួយទៀតឯណោះអញ្ចឹងយើងឧទ្ទិសទៅឲ្យកំណើតថ្មីឯណោះទេមិនឧទ្ទិសមកឲ្យឆ្អឹងហ្នឹងទេអញ្ចឹងបានញោមណារួចត្រង់ឆ្ងាយត្រង់ចិត្តដែលយើងមិនដឹងហ្នឹងហើយបានគេឲ្យធ្វើតេខេណានុបទានឧទ្ទិសទៅហ្នឹងបើយើងមើលមិនឃើញមិនដឹងទេពឹងទេផ្ដាល់ជួយនាំអញ្ចឹងទៅណាអង្គម្ចាស់ហើយអញ្ចឹងទោះជាធាតុនៅឯណាក៏ដោយស្លាប់នៅឯណាក៏ដោយឲ្យតែយើងធ្វើត្រឹមត្រូវគឺត្រូវតែបានហើយសូមនិមន្តជ្រាបសាធុជ្រាបហើយកលោសិឆ្លាតណាស់អនុថែបើបន្ទុបាន10ខ្ញុំកណាប្រគេន10ពេញតែម្ដងអស្ចារ្យណាស់ញាតិញោមពុទ្ធបរិស័ទការធ្វើបុណ្យឧទ្ទិសកុសលមិនមែនឧទ្ទិសឲ្យឆ្អឹងមិនមែនឧទ្ទិសគិតពីចម្ងាយទេគឺឧទ្ទិសឲ្យកំណើតថ្មីរបស់គាត់នឹងបានទទួលនៅសុគតិភពឧទាហរណ៍ដូចជាមានរឿងនៅក្នុងចំនួនពុទ្ធសាសនាកាលដែលព្រះអង្គគង់នៅនោះមានស្ត្រីប្តីប្រពន្ធ2នាក់ហ្នឹងគាត់នឹងគិតតែធ្វើបុណ្យទេញាតិញោមពុទ្ធបរិស័ទប៉ុន្តែរៀបស្លាប់ហ្នឹងក៏មានចិត្តនឹករលឹកចំពោះកូនចំពាក់វៈវិនរឿងចៅស្លាប់ទៅកើតកំណើតទៅជាប្រែតទៅញោមដល់កើតកំណើតទៅជាប្រែតទៅស្រាប់តែកូនចៅនឹងនាំគ្នាទួញយំសោកអឡោះអាល័យស្ដាយសំណោះឪពុកម្ដាយនឹងជាពុនពេកអស់ចិត្តអស់ចង់ដល់ថ្ងៃទី7ហ្នឹងរៀបយកសពហ្នឹងទៅចោលក្នុងព្រៃស្មោសានសម័យនោះគេមិនបានបូជាទេដល់ថ្ងៃទី7បានមកធ្វើបុណ្យឧទ្ទិសកុសលហ្នឹងមិនមែនឧទ្ទិសឲ្យឆ្អឹងឯណាញាតិញោមគឺឧទ្ទិសដើម្បីឲ្យគាត់មកទទួលអនុមោទនាហើយទៅចាប់កំណើតថ្មីហ្នឹងគ្រាន់តែធ្វើបុណ្យត្រឹមត្រង់តាមលំអានពុទ្ធសាសនានិមន្តព្រះសង្ឃមកទទួលទានឧទ្ទិសកុសលជូនដល់មេដាបិតាដែលបានស្លាប់ទៅមេដាបិតាដែលស្លាប់ទៅក៏បានទៅចាប់កំណើតកើតថ្មីនៅឋានតាវតੰឋានសួគ៌ជាន់ទី2រហូតដល់សប្តាហ៍ថ្ងៃហ្នឹងទៅនេះអំណាចនៃការឧទ្ទិសត្រូវញាតិញោមអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់សិតតែមានសាច់ញាតិសន្តានហើយទោះបីជាចាំឈ្មោះក្តីមិនចាំឈ្មោះក្តីចេះតែឧទ្ទិសប៉ុន្តែអាត្មាសូមរំលឹកញោមអ្នកមានគុណរបស់យើងមិនគួរភ្លេចឈ្មោះទេតាទួតតាលួតតាលាអីចេះតែកត់ទាំងអស់បើចាំកត់នៅក្នុងសភៅមួយថាសភៅក្រាំងមាសចុះសភៅសម្រាប់ធ្វើបុណ្យនិយាយពីរឿងទេវតាថែរក្សាឆ្នាំថ្មីឆ្នាំនេះពនាមតមន្តាទេវីជាបុត្រីទី4នៃកបិលមហាព្រហ្មហ្នឹងទេវតាហ្នឹងមានបញ្ជីក្រាំងមាសសម្រាប់កត់ញាតិញោមពុទ្ធបរិស័ទណាដែលធ្វើបុណ្យកត់ដាក់ក្នុងបញ្ជីក្រាំងមាសហើយតែញាតិញោមធ្វើបាបមានគេកត់ដែរប៉ុន្តែមិនមែនទេវតាទេយមរាជគេកត់ដាក់ក្នុងបញ្ជីស្បែកឆ្កែចឹងអ្នកធ្វើបាបហ្នឹងចូលក្នុងបញ្ជីស្បែកឆ្កែអ្នកធ្វើបុណ្យចូលក្នុងបញ្ជីក្រាំងមាសនិងស្បែកឆ្កែញាតិញោមពេញចិត្តមួយណាយកមួយហ្នឹងប៉ុន្តែសង្ឃឹមថាញាតិញោមពេញចិត្តក្រាំងមាសហើយបានជាអញ្ជើញមកធ្វើបុណ្យអនុថែប្អូនឥឡូវមហាថែបងសួរតែ2 3សំណួរទៀតចប់ហើយព្រោះពេលវេលាជិត1ម៉ោងកន្លះទៅហើយសួរម្ដងនេះប្រហែលជាទាល់បាសជើងសួរបាសជើងម្ដងនេះអនុថែខ្ញុំកណាសួរពីរឿងបុគ្គលដែលគួរបូជា
rồi dương cao na bật phơi bần phơi tiền tới tay tay bầu chia đào nẹt đại ban tật tu nâng tao bảo cô lời cô tật tu cô bầu chia nông cà từ nâng miên bà man giang nụ thái quay class sớm vị sạch chân đi ấy gọi bà cài xua đó là ba chướng còn ao tập bà tràn bởi con ta mà xua ọt ba tê chướng ngà na giang chơn con là sloi mình rui tập bà năng bạn là thong ta con là xua ba chướng đai mình ba tê con là sloi mình rui thế nhôm ná còn tập bà tràn ọt ba đây bà con mà cha mình đăng nhôm mà đăng tăng phi cả lại nhôm mà riêng nâng kia mình phải chi sẽ bài cài thì mẹp cọt tra bà hai cái lúc thọp tới đau mưa lên nóng của ấy nhôm hãy có lúc nè cọt to lấy có đăng vậy ban chỉ đăng sắp bài cài thì thế bữa đăng ở thầm cà pi thầm sập phơi đó ấy đăng sập phơi đăng phơi mà bị sắp bài cài thì đăng cho ban cài bên nãy cho tôi sắp bài thưa bị chi nó đăng bà hai cho con mà cha lọp cọt này cái lại nông thế có đăng nhiệt nhôm chỉ bút thợ bò ra sát ma lư sầm nua xua bánh bánh xua tha ta bọc cô na tới cua bầu chia em đang chào thà mách nâng xua ba chương ba mẹ nói nhổm cái thưa ti phải chá cái xua ra thầm nháp bầu chia cái hai sọp vô từ bầu chia chẳng bọc cô để cua bầu chia cứ bọc cô là slap cái vô từ bầu chia nơi ti phải chá na ông mà cha xôm chìp toàn vô ti nụ thai men xua ta bọc cô bầu chia vô từ ti phải chá ti bọc cô để dương cua bầu chia tây và thọ cua bà kim tiên cua chun tiên thì nó thế nụ thái xôm thì muốn chơi mà đòn tiếp xôm vì sao chân đi ba nhôm mình còn là xa mơ cái lô phơi nâng hay buồn phơi nâng thế bọc cô cua bầu chia miền bay nè nhôm bọc cô ti muối để miền thàn nạ cua trường dương ao để bầu chia con đôi chia chỉ đôn chỉ ta nè miền con là thò miền đa bay đa và song sa nạ prim ao tới đầm bay ở tư đo nè slap ban bọc cô ti pi nè miền thàn nạ sma nâng dương dương ao để ca nụ cua khné nè nhôm mặt thẹ mà rẽ khla phum phongระบองchỉ mùi ai bọc cô pua ti bay ban đo nè khné sọt sao chiêng dương nè khwa nè khwan nè khwong nè thong nè cơ pi ca pi ria cộtกระบอกไอ้สอบยางนั่งยังเอาดำใบไอ้โยมเอาสมาเลียโตก็เอายืงนั่งเวเบลกับนาคำเปียแต่ชูบจังติดจังบ้านเคยเนี่ยปีกาเนี่ยปีเรียขวะขวันควงเนี่ยส้มเตียนมาเลยมาเรียนั่งยังเอาเตียนนั่งยังปัฒนาจังพองกาเปียจีบัดยืงไงนามวยวิมาชูบเรื่องจังไอ้ส้มสมาเลียก็เอาเกชูบจังให้ก็เอายืงมาชูบจีบัดแบบนั่งติดได้บอกว่าการจิตนามวยแต่ยังไปจารณาทันนั่งเกจะเบอร์อันจังวินเตยางนานี่มาได้เกจะเบอร์มาได้อันยังนั่งเตยางนะจังบ้านยังเสียทลาเอาเตียนเตยบกโกโบเชี่ยเมียนใบแต่ปนังเด้ไอ้ก็ป่าจินเดมวยติดคือปกลมาจ้ามาไทยนั่นก็กลัวโบเชี่ยได้ที่ก็ดังยังขยมกันน้ำเฮียนทาเต้สมนิมนต์คลวนวางสมชีบสาธุมหาไทยบ้องเจตเจียบอยอนุไทยเพราะอนุไทยไอ้สมเจียบละโหดจังเจตเจียบไปอะไรนะฮาวได้ซาเปลเวลีเมียนกำนัดมหาไทยนั่งอนุไทยจอดลอยหมอกปนไงก่อส้มทามันตอนมันจอบได้ยันโยมในซอมมาสำนูตีดิมาสำนูนั่งมันจอบไปไอ้มาสำนูนั่งหายจะตัวลอยมาสันตัวเลยอนุท้ายเติมนมปิงไว้เนี่ยเอาจีลาเอาจีกองตัวเราดอกนมปิงเนี่ยอนุท้ายสำนูจองกลอยให้สำนูจองกลอยนี่ตามขยมกันนาดังมาจากดามเตียนตะเทียนดามบอนก็กอดบานก่อสร้างวิหีระเสนาสนะจับโจเจเสนาสนะเตียนตาเสนาสนะเตียนนั่งเมียนพลาในซองยางนาคละให้เป็นตัวปีอนุทายพนบานบัญเจในเสนาสนะเตียนให้สมนิมนต์บรรจบทอแต่มาดองดำใบกับเอาขาดเปรย์เบลียสมอรัตเนียนิมนต์ตัสสะวัจนังหังสตวามหาเทเรเนบานลือหอยในประโซเสียงเนียงประเวจาทลาทลายสำได้ตั้งปีคางดามระโหดดอลจองประจอบคืนแต่ซัวขยมกันนาจรานะไอ้เลยเนี่ยบอปิดประคนมาจ้าดอเมียนเกียมคลาจะกาใครจะกงโดยเสกพเนจมวนปรีตำนาวตำไรสำได้ละอ้อยแช่สะซัวทอกันยางละอัดเฮียนแต่เนื้อซัวแต่ปีใบสำนัวติดมกตะอ้อเนี่ยยางกันย้อยประคนมาจ้าไอ้จังแช่ดังตอนโยมนะโซระยะบอเตะเตยจิตอสดองกดรถประโซแซงปีพานพอสเทียเตยให้เนื้อแต่ยืงถึงปีอองนั่งปัดไปแช่จ่อไปแช่ลางมันไปชบนั่งเยตาเตยบัดอดเนี่ยยางกันแต่มองจังบานจะขยมกันนานั่งเชื่อแต่ลบมือคลายเยลางเบลางยิ่งเสียวแผลพ้องอ่างลางตามปันไหนเจ๊เมียนแหละคันมวยมันนั่งโดยจีบบ้าได้
លោកថាបើអាត្មាឆ្លើយសំណួរនឹងមិនរួចទេត្រឡប់ទៅវិញមិនឲ្យជីឡាននេះឲ្យជីកង់ពីហ្នឹងរហូតភ្នំពេញញោមអាត្មាតាំងពីកើតមកប៉ុណ្ណឹងមិនដែលជីកង់ទេញោមហើយនៅស្រុកកំណើតឯខាងអាត្មាក៏គេមិនដែលជីកង់ដែរគេជីតកែពេកគេទុកកង់ឲ្យវិលបើមិនជីកែពេកជីលើរៀនលើចង្អើវាហើយបើជីកង់វាវិលឲ្យមិនកើតហើយចឹងជីកង់អត់ជីទេទុកកង់ឲ្យវិលប្រគុណម្ចាស់ជីឲ្យមិនជីចុះខ្ញុំកណាមជីកង់ឯងសុំជីកែបហើយពុទ្ធបរិស័ទជាកិច្ចចង់បញ្ចប់ប្រគុណម្ចាស់សួរអំពីអានិសង្សសេនាសនៈត្បិតឮថាញោមញាតនៅខាងឯនត្រើយខាងនាយសមុទ្រនោះគាត់តែងតែផ្ដល់ឧបត្ថម្ភដើម្បីជាថវិកាយកមកកសាងក្នុងវត្តនេះដូចជាកសាងជួសជុលព្រះវិហារសមិទ្ធិផ្សេងទៀតយ៉ាងច្រើនជួនកាលផ្ញើថវិកាមកធ្វើជាបុណ្យកុសលសូម្បីគាត់មិនបានមកផ្ទាល់ក៏ដោយក៏ប៉ុន្តែជាកម្រៃថវិការបស់គាត់ដែលបានមកយើងក៏នាំគ្នាធ្វើជូនដើម្បីទំនុកបំរុងអញ្ចឹងបុណ្យកុសលត្រូវតែបានដើម្បីជាកិច្ចចូលរួមសម្ដែងពីអានិសង្សនេះអាត្មាសូមសម្ដែងសរុបសង្ខេបទាំងអស់តែហ្មងទៅដើម្បីជាការលើកកម្លាំងចិត្តមួយដែរញោមណាឲ្យដឹងថាតើញោមធ្វើបុណ្យនឹងជាសង្ឃទានផងជាទានផងជាសេនាសនៈទានផងជាតេខេណានុបទានផងនឹងវាមានផលយ៉ាងម៉េចអាត្មានឹងអតីតនិទានរឿងខ្លះជូនបន្តិចបន្តួចទៅទៀតញោមនិយាយពីរឿងអ្នកធ្វើទានជុំគ្នាអញ្ចឹងស្រាប់តែនឹកឃើញចង់ចាក់បាញ់ឆាវចង់ធ្វើទានជុំគ្នាហ្នឹងអាត្មាមើលក្នុងប្រជុំនិទានជាដកនិយាយពីមោគលានទៅជួបទេវតាមួយក្រុមមានគ្នា25នាក់នៅឋានសួគ៌មោគលានសួរតែហ្មងថាណែអ្នកទាំងអស់គ្នាធ្វើអំពើអីក៏បានមកកើតជាទេវតាទាំង25នាក់យ៉ាងនេះស្រាប់ទេវតាទាំង25នាក់ហ្នឹងរាយរាប់ប្រាប់មួយម្ដងថាខ្ញុំព្រះអង្គទាំងអស់គ្នានឹងធ្វើបុណ្យនឹងធ្វើទៅតាមលទ្ធភាពទេវតាមួយថាខ្ញុំបាននំមួយទេវតាមួយថាខ្ញុំនោះបានលក់មួយក្តាប់ទេវតាមួយថាខ្ញុំបានបន្លែមួយក្តាប់ទេវតាមួយថាខ្ញុំបានផ្លែម៉ាក់ប្រាងមួយទេវតាមួយថាខ្ញុំបានផ្លិតស្លឹកត្នោតមួយទេវតាមួយថាខ្ញុំនោះបានផ្លែនេះបន្តិចបានបន្លែនោះបន្តិចទាំងអស់ទាំង25នាក់ហ្នឹងញោមអញ្ចឹង25នាក់ហ្នឹងធ្វើបុណ្យរួមគ្នាទាំងអស់យាយណាមានចេកទៅយាយណាមានអំពៅទៅយាយណាមានតកួនទៅយាយណាមានតសក់ទៅយាយណាមានពហុទៅយាយណាមានអំបិលទៅយកមកជុំគ្នាធ្វើបុណ្យប្រគេនលោកឆាន់ហើយក៏ស្រាប់តែខ្លួនឯងស្លាប់ទៅកើតឋានសួគ៌ទាំង25នាក់ដែលមកកលៀនបានឃើញហ្នឹងបានគេតសាតផលនៃការធ្វើទានរួមគ្នាវាបានផលអញ្ចឹងបានយើងនិយមថ្ងៃណាមួយទៅបបរប្រគេនលោកឲ្យជុំគ្នាថ្ងៃណាមួយចាក់បាញ់ឆាវប្រគេនលោកឲ្យជុំគ្នាថ្ងៃណាមួយធ្វើបាញ់ហយប្រគេនលោកឲ្យជុំគ្នាប៉ុន្តែសូមផ្ដាំផងបើធ្វើថ្ងៃក្រោយអរិទ្ធនានិមន្តមហាថែនេះមកផងខ្ញុំណាកុំឲ្យលោកស្ដាយហើយចឹងទៅដល់ឲ្យយើងធ្វើជុំគ្នាចឹងទៅវាបានផលយ៉ាងហ្នឹងបានជាគេមកស្ដាប់ធម៌ចឹងពីជំនាន់ព្រះគេជ្រះថ្លាគេចង់បំបែកគ្នាធ្វើតាមផ្ទះក៏មានដែរអ្នកខ្លះគេមកធ្វើជុំគ្នាអ្នកខ្លះគេចង់ធ្វើតាមផ្ទះចែកលោកឲ្យតល្អពីជំនាន់ព្រះញោមជួនកាលស្ដាប់ធម៌ចប់គេចែកលោកយកអស់ទៅយកទៅផ្ទះយកទៅស្ដាប់ទៅធ្វើចង្ហាន់មួយអង្គបានជានៅខាងភូមិភាគខាងកើតមានខាងព្រៃវែងកំពង់ចាមមួយចំនួនធំហ្នឹងគេធ្វើបន់កាន់អង្គហ្នឹងតែគេធ្វើបន់អាត្មាធ្លាប់ទៅចូលរួមបើថាគេមុនលោក200អង្គគេធ្វើរោង200ញោមហើយគេចែកលោកហ្មងគ្រួសារនេះយកមួយអង្គនោះគ្រួសារនោះយកមួយអង្គនេះអញ្ចឹងមួយរោងមួយអង្គឲ្យព្រាតពេញវត្តទាំងអស់ហើយគេរកអីមកប្រគេនលោករៀងខ្លួនណាគ្រួសារយាយនេះប្រគេនលោកអង្គនេះទៅមានស្អីមកប្រគេនភេទជ្ជៈអីចង្ហាន់អីរៀងខ្លួនប៉ុន្តែពីជំនាន់ព្រះហ្នឹងគេនាំអាចធ្វើមុនគេស្ដាប់ធម៌អញ្ចឹងជ្រះថ្លាគេចែកលោកគ្នាហ្មងចែកលោកគ្នាយកមួយអង្គមួយសេដ្ឋីខ្លះយកដល់200-300អង្គស្រាប់តែមហាក្រមួយនោះគាត់ដើរមកដល់ទៅអ្នកគាត់បញ្ជីគេថាណែណាឯងហ្នឹងក្រជាងគេមកភូមិណាឯងដឹងទេប្រហែលពីជាតិមុនមកមិនដែលបានធ្វើបន់ធ្វើទៀនទេបានជាតិនឹងក្រជាងគេណាឯងគួរតែយកលោកធ្វើបន់គេមួយអង្គទៅកុំឲ្យជាតិក្រោយវាក្រអញ្ចឹងទៀតហើយនេះភ្ញាក់ខ្លួនព្រឺតមែនជាតិនឹងខ្ញុំគេទាំងពីរអ្នកប្តីប្រពន្ធមុខតែមិនបានធ្វើបន់ពីមុនមកហើយចាំបើប្រហែលជាតិនឹងទៀតអត់បានធ្វើទៀតជាតិក្រោយមិនក្រលើសនឹងទៅទៀតអូអត់កើតទេត្រូវតែធ្វើចោះឈ្មោះខ្ញុំយកលោកមួយអង្គដែរចោះផ្លែតទៅដល់ផ្ទះប្រាប់ប្រពន្ធឯងអើយអញឲ្យគេចោះឈ្មោះហើយនេះយកលោកមួយអង្គធ្វើបន់ប្រពន្ធថាឯងអើយត្រូវណាស់ខ្ញុំគិតអញ្ចឹងដែរយើងរាល់ថ្ងៃទាំងពីរអ្នកប្តីប្រពន្ធនឹងក្រដាច់គេមកភូមិនឹងដឹងហើយថាមកពីជាតិមុនមកយើងមិនដែលបានធ្វើបន់ទៀនហើយបើយើងក្រប៉ុណ្ណឹងហើយមិនបានធ្វើបន់តទៅទៀតទេជាតិក្រោយវាអត់មានផ្លូវទេមានតែក្រលើសនឹងទៀតហើយចឹងមានតែខ្ញុំគេមកអាយុចឹងទៀតក៏អីបើចឹងតោះខ្ញុំក៏ត្រេកអរដែរបានធ្វើបន់ណាប៉ុន្តែយើងបានលុយឯណាធ្វើបានកឯណាធ្វើនេះបើចឹងតោះទៅស៊ីឈ្នួលគេទៅទាំងពីរអ្នកប្តីប្រពន្ធ
sẽ thấy từ tôi thôi chẳng hạn luôn mà rồi bây giờ ông cái thời ca cam mà có ở đây bọc có pu o rây tức bà pun này nè om co nhô mai om co stay box thưa ca ngày nè thưa đây cầm lang pin chất việc sờ bài nè đó là sờ bài pe chân tư xẹp tay ọt khai hot sẽ thấy cái đây bà pun mượn ai nhá anh mượn nè pi nè đang thưa ca ngày đang ấy có thưa có prang mà lấy đó là nghĩ hai mà xua tham mấy con này anh không mà lấy thà lô coi bàn chỉ nhom không nâng nhom từ tuôn lô chan mà ong kiaได้ấy nhom nâng về trai ó tham mà chiết nâng bàn thưa bon mà đòn nâng á sẽ thấy lương chẳng còn chia thla còn ao thay pi dùm này anh ấy thay chnua na anh ấy thay nhom chia thla ấy khang bà pun này nó từ xua bà pun đôi kia nâng đai kịp bẹp chẳng tới cả ao pi dùm này đây anh ấy thay chnua là anh ấy thay nhom chia thla ao miên là bo ấy sầm rập đâm slo mau đo phe dục nâng pi nè đây bà pun vịt nọ mau là món nhôm bàn co có bàn bà lai slo ấy có bàn này bà đạp slo khla nâng bàn sập pe ấy chẳng máu dục nâng đây sang là mình lúa từng ao tập lư ang bàn thưa tiên mà đòn sắp tới việc lư làm tới đạp đây anh phải coi từ đó bè bà lai mà bà đấy tranh tới đào bè bà lai đôi dương chẳng tới thằng cao phum nhưng một tờ lê một tầng những tới đào bè tôi bị sợ bài chết bàn thưa bon mà đón chiêng ngay thằng prực nâng từ mong bè bà đào chiêng bà đào bè bà lật bè từ cuốn bè chiêng bà con từ kiệt chạch ấy chẳng có nhôm đó bè chiêng sẽ bà nẹt này sạt cái ngõ cái thằng gì cho con nó ngay đang có sợ bài chết ấy có bà lai mà lấy có xua thằng này này thưa ấy nó có sợ bài mà lấy hả nhóm thưa chừng han lốp à đã bè bà lai nè giờ từ kia lục chan là lấy ấy nhóm sợ bài trai o nắng á nẹt này sạt thằng ngõ vai đại lục cái nam mà chan sờ lo này anh sao phải lai sót chân thế mà này ai mà đào trai nhóm tách coi đào đây kì anh ấy tầm rơi thay bữa nay anh ấy tầm rơi thay bữa nay chọp xong cướp tới kia tha chọp ấy nãy anh thì do trai nó nhóm cọp tục ơi nãy anh buôn nâng phun sạch á nhiều mới mà do trai nâng tới ban là món trai có ban phải lai có ban gì phi ôi nè cả ban thứ bon mà đong á đào từ tầng sờ bài chất nhóm thì cái đây trai nâng việc kháng tới đo bản nơi gọt sọc cái đầu treo đó là bạn cho mà chui đá thử cho thì chui con nâng bạn cho mà đó về cả la thôi chỉ nè cả cha ai mua nhôm mua gì bị cha lan cả tra đào mà tự tin tự không kho ai mà tự tin mà sập bẹt vai cũng lô coi lô meta nát đó khi nhom nâng cro na khi nhom nâng mà xong lô ai này ti păng khi nhom xong si chinul phong anh ấy ta hả mà sọc nâng miền là cro trên khi nhom thế miền là khi nhom mấy cro trên kế bây giờ mình mà păng khi nhom nhom bàn này ai thưa lô coi anh ta meta chui khi nhom phong nhom cro na cro khi nhom nó bị cro đá thưa mày nhom xong si chinul phong miền say si được nhom nâng si chinul kế đá nâng ấy sao ta anh ta meta chui khi nhom phong lô coi bị chui chè trong chui và khi nhom nâng viên mình che viên mình đăng việc miền trọp sớm mắt rồi che thấy khá nâng nhóm che ta đâm mà anh slo che của chim lại mà đấy đâm mà pe do bà mang ấy nó xua bên thằng này đâm thế ấy nhóm đâm slo cái lốp chắn à bữa đâm slo cái lốp chắn nhóm đâm chui bà do lối với nhóm xóm chạy bom khla ấy đang nghe xua pun mạnh anh ở kia slo cái và pun đã ở kia slo đó ở kia slo tới nhóm nẹt cro chẳng nẹt cro nhóm đó nẹt cro ta miền tục miền thổ địa cái che chui kia chẳng bàn khơi nhóm nhiệt mà chìm nôn để quạt lọp chlong cắt chỉ bứt cro sót pe để quạt bàn tới đòn ti than mùi để quạt miền chi hiệp thu thì hỏi quạt ở men nấc khơi nhá nấc khơi pi ca cầm sót nơi lơ miền từ phum quạt tay để bo để chạ chai chùm nai ph냐 lơi ph냐 cạ mà chui ô bát thom nẹt để lọp hai chlong bọt pi sót trong chỉ bứt cầm sót tôm để nâng bàn đăng thay bị bà bạ pan na chẳng nẹt lọp cro rồi men chui kia nẹt cro được kia chẳng sẽ ta còn năng ao kia slo tới áp ăn khai nhóm slo tới đạ sót tới bị chênh tậpเครื่องสำล้อบองสะเครื่องตับเสียบางงี้มาหางเนี่ยตัวมุนโลกมาตัวมุนโลกมาไอ้นั่งรถวังตัวอ่อนนะแต่đó là cái nẹtกันไปชี้กี่ใจโลกอ่ะแต่đó làหางเนี่ยมั้งขยมมาย้อนโลกไอ้เด็กโลกบานขยมมั้งขยมมาย้อยเนี่ยไอ้น้องตำราเนี่ยสำลาใหญ่เอาขี้เนี่ยสมาไพ่โตพองผลิตเอาช่างเอาขี้ออลิงได้ขี้โยออลิงได้เอาขี้เนี่ยผลิตไอ้ขี้เนี่ยผลิตตื้อไอ้คงคังขี้เนี่ยนะnhiều mai tôn chỉ con đua phía nhà nia đấy zoom nè mà ai nhồi anh mà sao mà như dương gì khi ao tận lăng cho bà lo na thà ao khi mà ông bàn chỉ khi không thưa ca tăng đây tăng bậc quân khôngយ៉ាងហ្នឹងlời khi không bản năng ấy sẽ ta ao khi vì nia tiết khi đàn bàn thưa bon bàn mà đón này cho khi vì nia zoom mà nia đấy bà nó xong tôn là coi cầm ao khi miền bạp cam ấy khi một miền chê ta na trong thưa bạp này thế na ao khi xong tô lời khi miền vị thi môi miền mà chiều bài môi này làng mà sắp prap tháp bỏ ngày nắng ở toàn từ tuột pina sao nắng á được thành như này miền Việt Nam mốc cả ban á ấy nông lư tại chẳng ngợp cho láng bọc nong hơi đi sai lúc rốt tầm rong pre làm món nhúng ấy vót chết tập quân nông niệm mơn cả hấp ở đây mình trai nơi có mốc cọt bỏ ngặt phom bạc khuya sao
ឯនឹងរត់ទៅជែកគេជែកឯងទៅតែហ្មងគេថាណាខោមអៅទៅណាអេស្រាញ់ខ្ញុំចូលរុកទៅដល់មាត់ទ្វារព្រះមាត់ទ្វារគាត់ខ្សឹបដាក់ទ្វារហ្មងព្រះអង្គហើយព្រះអង្គមកភូមិមកស្រុកនេះគ្មានណាក្រជាងខ្ញុំទៀតទេមានតែខ្ញុំឯក្រជាងគេព្រះអង្គឲ្យអនុគ្រោះខ្ញុំព្រះអង្គម្ដងមកគ្រាន់តែនិយាយចប់ភ្លាមព្រះអង្គបើកទ្វារហុចបាតមកឲ្យប្រេះហើយនឹងទទួលតែបាតឡើងនិយាយពីអូយអូញោមព្រឺខ្លួនព្រឺរោមព្រឺស្បែកស្រាប់ប្រពន្ធនិមន្តគេសុំទិញណែសម្លាញ់ឲ្យមកគ្នាមកវិញគ្នាឲ្យ100ហេអត់ទេមួយថាឲ្យមកគ្នាមកគ្នាឲ្យ1000អត់ទេឲ្យមកគ្នាឲ្យ10000ឲ្យបាតមកគ្នាមកគ្នាឲ្យ10000អត់ទេលោកខ្ញុំយកលុយ10000 100 1000របស់លោកយកមកចាយអស់តែប្រហែលថ្ងៃនឹងខ្ញុំក្រខ្ញុំគេប្រហែលជាតិទៀតជាតិនឹងដែលវានឹកឃើញថាបានធ្វើបន់ម្ដងធ្វើឲ្យកើតទោះជាមិនក៏ខ្ញុំត្រូវធ្វើឲ្យកើតដែរលោកស្ដេចថាមិនបាច់ទៅអំបវាទេផ្ទះវាគ្មានអីអស្ចារ្យទេផ្ទះមើលមយល់អញ្ចឹងយ៉ាងច្រើនមានអីតិចតួចដូចថាស្រុកខ្មែរយើងគេហៅថាពហុអំបិលអញ្ចឹងណាយ៉ាងច្រើនពហុអំបិលអញ្ចឹងតែព្រះអង្គឆាន់រួចទៅចាំទៅយកព្រះអង្គមកឆាន់ក្នុងវាំងទៀតមកមិនអីទេតោះទៅតាមចាំយកព្រះអង្គឯនេះនាំព្រះទៅដល់ផ្ទះនោះទៀតបើណាចូលទៅតែមិនបានគោរពទេញោមប្រកាសជាពកអញ្ចើមហើយតែមិនអោនពកអញ្ចើមឲ្យផ្ទះគាត់ព្រះអង្គយាងទៅអាផ្ទះនឹងដកជើងទៅសស្រើតឡើងលើដីវាផុតស្រិបទៅក្រោមទៅព្រះអង្គយាងចូលឲ្យមានទើសឲ្យមិនតិចឯនោះប្រអិនខ្លាយក្រាលកទេលអាសនៈរួចស្រេចព្រះអង្គឡើងគង់យកមកស្ដេចនឹងនិមន្តនឹងអង្គុយក្បែរនោះចាំនិមន្តព្រះអង្គតទៀតនោះស្រាប់តែពួកនេះប្រអិនខ្លាយជាចុងភៅនឹងគេបើកក្របឆ្នាំងឡើងញោមអាក្លិនប៊ីចេងទឹកដែលគេបោកនឹងញោមមកនឹងស្អីទឹកឯអាស្នាមស្គាល់ដែរគ្រឿងប្រអិនបោកសិតគ្រឿងទឹកស្រាប់តែបើកតែក្របឆ្នាំងមកវាចេញអាក្លិននឹងភាយឡើងមកវាក៏អូពោឈ្ងុយទៅប៉ះដល់ពួកស្ដេចពួកនិមន្តមន្ត្រីអស់ហ្នឹងញោមទឹកមាត់ធ្លាក់ខ្ពាកមកហ្មងនឹកថាឯងមកអង្គុយចាំសឡគេគីឡូសឡគេវាមិនកើតអង្គយកព្រះអង្គទៅវាំងទ្រាំសឡគេអត់កើតហើយគេបានស្អីមកសឡលោកក៏ឈ្ងុយម្លេះឯងវាស្ដាច់ផងមិនដែលឈ្ងុយប៉ុណ្ណឹងហើយគេសឡស្អីចេះក៏ឈ្ងុយទ្រាំមិនបានហូរទឹកមាត់ខ្ពាកមើលទៅទ្រាំលែងបានទៅវាំងមុនមិនកើតទេបើនៅនឹងហូរទឹកមាត់អស់ពីខ្លួនទៅវាំងបាត់ទៅបានរៀបចង្ហាន់ថ្វាយព្រះអង្គរួចស្រេចឆាន់រួចស្រេចចឹងទៅក៏បានជូនដំណើរព្រះអង្គទៅវិញបានប្រអិននឹងឲ្យរិទ្ធមាសពេជ្រកែវកងដែលប្រអិនខំថែរក្សាទុកជូនបរោះនឹងឥឡូវទម្លាក់មកឲ្យប្រើឬដបូលផ្ទះហាក់ដូចជាមេឃភ្លៀងអញ្ចឹងបរោះនឹងភ័យពេករត់ចេញមកក្រៅមនុស្សស្មោះត្រង់អត់ហ៊ានយកទៀតរត់ទៅប្តឹងស្ដេចព្រះអង្គអើយព្រះអង្គផ្ទះខ្ញុំព្រះអង្គមានមាសជ្រុះមកស្ដេចថាអាណាជ្រុះហួសផ្ទះកើបយកមកវាំងមកអាណានៅលើផ្ទះណែឯងយកទៅកើបយកមកដល់វាំងទៀតបានស្ដេចហៅមកតែងតាំងអ្នកឲ្យអ្នកណែឯងឈប់ធ្វើអ្នកក្រជាងគេមកខ្ញុំតែងតាំងតំណែងចាប់ពីថ្ងៃហ្នឹងទៅណែឯងធ្វើស្ដេចណែឯងធ្វើសេដ្ឋីទទួលតំណែងជាសេដ្ឋីគ្រប់គ្រងទ្រព្យសម្បត្តិហ្នឹងទៅហើយលែងទៅនៅអាកូនខ្ទមហ្នឹងនេះមកនៅកន្លែងដីវិមានចាស់គេឲ្យអាដីសេដ្ឋីគេចាស់ពីដើមញោមដីធំឲ្យដីហ្នឹងទៅធ្វើវិមានជួលជាងមកកាប់ដីហ្នឹងធ្វើផ្ទះធ្វើវិមានញោមកាប់ចំពីងពី3ទៀតបើកពីងមើលសុទ្ធតែមាសទៀតអីហ្នឹងទៀងត្រង់រត់មកប្រាប់ស្ដេចទៀតព្រះអង្គហើយកាប់ឃើញពីងសុទ្ធតែមាសស្ដេចថារបស់ណែឯងយកចុះគាត់នឹងញោមធ្វើបន់ម្ដងហ្នឹងលបើកក្រហ្មងក្នុងបច្ចុប្បន្នបានជាសេដ្ឋីហើយគេឲ្យទៅធ្វើផ្ទះកាប់ចំអាដីបានមាសបានអីមកទៀតហើយសេដ្ឋីមិត្តភ័ក្តិចិត្តឆ្ងាយគេរាប់អានច្រើនឡើងគាត់បានសុខចម្រើនតាំងពីបច្ចុប្បន្នទៅតែហ្មងរហូតស្លាប់ទៅបានឋានសួគ៌ទៀតញោមឃើញដែរនឹងការធ្វើបន់តិចក្តោយទួយក្តីឲ្យតែចិត្តជ្រះថ្លាអាចបានអញ្ចឹងប៉ុន្តែនិយាយខ្លះគាត់ឆ្ងល់ហើយចុះខ្ញុំកណាធ្វើរាល់ថ្ងៃមិនក៏មិនឃើញកាប់បានមាសភ្លាមដូចគេអញ្ចឹងឬក៏មិនឃើញបានបន់ភ្លាមអញ្ចឹងអត់ទេញោមធ្វើបន់ត្រូវតែបន់ជួយប៉ុន្តែយើងវាមិនទាន់បានបន់ភ្លាមហ្នឹងវាជាពាក់បាបគេពីមុនមកច្រើនញោមណាយើងហ្នឹងតែធ្វើបន់វាមិនមែនចាំមកជាតិក្រោយបានឲ្យទេឲ្យផលតែជាតិហ្នឹងប៉ុន្តែមកពីអាបាបដែលយើងធ្វើពីមុនមកវាច្រើនវាដោះវាមិនទាន់រួចហើយតែកាលណាបាបហ្នឹងវាស្ដាងទៅបន់វាឲ្យផលហើយហើយអញ្ចឹងទៅហ្នឹងបានញាតិញោមខំសំបន់ហ្នឹងហើយម្យ៉ាងទៀតផ្ញើលុយផ្ញើកាក់មកជួសជុលពហិយហ្នឹងញោមហើយម្ដាយឪពុកយើងស្លាប់ទៅបានទទួលផលនេះផងជានិមិត្តរូបដាំពូជផ្ទះសម្បែងយើងទុកប្រើប្រាស់ផងរឿងពហិយហ្នឹងបានជាវាមានរឿងពីជំនាន់ដើមជាងធ្វើពហិយមកក្រុមនោះឃើញពហិយវត្តខ្លួនឯងវាលបើកដបូលដល់តែលបើកដបូលមេជាងហ្នឹងគាត់ឆ្លាតបបួលគ្នាថាណែយើងមិនដែលបានធ្វើបន់ធ្វើទានអីគេមកយើងជួសជុលដបូលពហិយវត្តយើងហ៎តោះជួសជុលក៏ជួសដែរនាំគ្នាទៅកាប់ឈើព្រៃមកជួសជុលពហិយជួសជុលដបូលអីស្អាតចឹងទៅធ្វើតឡាស្អាតវិច័យដនថ្ងៃមួយទៀតនៅវត្តហ្នឹងលោកក្នុងវត្តហ្នឹងមិនមែនឆាន់បាញ់ឆៅខ្ញុំមិនដឹងឆាន់អីទេស្រាប់តែរៀកពេញមកវត្តរៀកអីស្រាប់តែដល់ឃើញលោករៀកពេកគាត់សោចតាហ្នឹងគាត់ថាគាត់អត់ដែលមានលុយធ្វើបន់ទេប៉ុន្តែគាត់ចេះអាថ្នាំរៀកហ្នឹងបើអញ្ចឹងបានបន់ណាអញធ្វើថ្នាំប្រគេនលោកសិនស្រាប់តែធ្វើថ្នាំប្រគេនលោកឆាន់មកវត្តហ្នឹងទៀតទៅលោកក៏បាត់រៀកអស់មកវត្តហ្នឹងទៅញោមមកទាំងក្រុមជាងពហិយទាំងក្រុមមេជាងហ្នឹងគាត់រកស៊ីចេះតែមានបានកាក់កបមានឡើងរហូតស្លាប់ទៅកើតឋានសួគ៌អស់មកចន្លោះប្រពុតដល់តែសាសនាប្រពុតយើងហ្នឹងមកកើត
ជាពៀកលថែតាំងពីកើតមកញោមមកមិនដែលស្គាល់ឈ្មោះស្គាល់អាពាតសេដ្ឋីទ្រព្យសម្បត្តិពីតកូលដែលត្រូវទទួលកើតមកតកូលខាងនេះអាតកូលខាងនោះគេអត់កូននោះគេក៏ជួយទំនុកបំរុងកូននឹងយកសមជាកូនទៀតអញ្ចឹងសេដ្ឋីពីរតកូលស្រឡាញ់កូននឹងតែមួយទំនុកបំរុង4ខែមកនៅខាងនេះ4ខែទៅនៅខាងនោះកូននឹងឯងបានសុខបានចម្រើនរហូតចាយពីមិនអស់ទ្រព្យសម្បត្តិរហូតដល់នឹកសង្វេគអញទ្រព្យសម្បត្តិជួយបានបច្ចុប្បន្ននេះតែបន្តិចទៀតស្លាប់ទៅយកទៅមិនបានទេហើយបើអញ្ចឹងនឹកឃើញនឿយណាយធ្លាប់បានរាប់ជាតិមកហើយសុំម៉ែទៅបួសដល់ទៅបួសទៅញោមតាំងពីបួសហើយ60ឆ្នាំអត់ដែលស្គាល់គេឈឺក្បាលអាម៉េចអត់ដែលស្គាល់គេវិលមុខអាម៉េចអត់ដែលស្គាល់គេឈឺពោះអាម៉េចនឹងអានិសង្ឃអីថាអានិសង្ឃមកពីគាត់បានធ្វើភេទជ្ជៈប្រគិនប្រសងផងហើយគាត់បានកើតក្នុងតកូលខ្ពង់ខ្ពស់ជាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនដោយសារគាត់នឹងបានជួសជុលកសាងពហិហើយចឹងអានិសង្ឃច្រើនណាញោមបើនៅតែសំដែងតទៀតក៏មិនកើតដែរពីព្រោះថាភ្លើងទៀនខាងកណាចិត្តអលុតហើយបាទអញ្ចឹងខ្ញុំកណាគិតថាជូនពរជូនជ័យប៉ុណ្ណេះហ่ะប្រវត្តិប្រភពដើមញោមហើយព្រះអង្គត្រាស់ដឹងថ្មីនៅក្នុងក្រុងរាជាគ្រឹះភិក្ខុសង្ឃដែលបានបួសហើយនឹងលោកទៅនៅតាមព្រៃតាមកពតព្រៃដូចសត្វទុនសាយចឹងឯងថ្ងៃថៃអ្នកមានម្នាក់នៅក្នុងក្រុងរាជគ្រឹះនោះបានចេញដំណើរពីផ្ទះទៅព្រៃត្រាប់តែប្រទះឃើញភិក្ខុសង្ឃគង់លប៉ាត់លប៉ាយនៅតាមព្រៃក៏សួរលោកថាលោកម្ចាស់គង់នៅកន្លែងណាមួយអង្គចោលថាអាត្មានៅកន្លែងនេះមួយអង្គថាអាត្មានៅកន្លែងនោះហាហើយនៅក្នុងព្រៃអញ្ចឹងឯងថានៅក្នុងព្រៃអញ្ចឹងសេដ្ឋីនោះក៏គិតថាចុះបើមេឃភ្លៀងមេឃអាលឹមតូតឹមខ្យល់ពពកធ្លាក់មកទៅជាមេឃភ្លៀងមេឃព្យុះអីទៅតើលោកទៅជ្រកកោនឯណាអាម៉េចទៅសឹងអាម៉េចអីអាម៉េចងាប់ហើយពិបាកណាស់មិនស្រួលទេអញ្ចឹងគាត់ក៏ជ្រះថ្លាគាត់ចង់កសាងកុដិប្រគេនលោកប៉ុន្តែព្រះអង្គមិនទាន់មានអនុញ្ញាតភិក្ខុសង្ឃក៏មិនហ៊ានទទួលសេដ្ឋីនោះក៏ទៅសុំអនុញ្ញាតពីព្រះដើម្បីកសាងកុដិដោយព្រះអង្គថាមិនអញ្ចឹងបើមានគេជ្រះថ្លាកសាងកុដិទទួលនៅចោះសេដ្ឋីនោះបានជ្រះថ្លាធ្វើបានកុដិ60កុដិញោមហៅថា60វិហារ60កុដិឬ60ខ្នង60កន្លែងឬថាហៅថា60បន្ទប់ក៏បានដែរគាត់ធ្វើបានហើយនិមន្តភិក្ខុសង្ឃមកប្រគេនឲ្យគង់នៅព្រះអង្គអនុញ្ញាតភិក្ខុសង្ឃអាចគង់នៅបានប៉ុន្តែគាត់មិនដឹងវេថាម៉េចបើវេប្រគេនឲ្យដាច់ទៅលោកទៅក៏លោកសឹកទៅរស់យកទៅតាមទៅហើយវេប្រគេនឲ្យដាច់ទៅក៏លោកលក់ឲ្យទៅអ្នកដទៃទៅជាកម្មសិទ្ធិរបស់លោកអញ្ចឹងបានព្រះអង្គអនុញ្ញាតមួយទៀតថាឲ្យវេកត់នឹងជាគរុភ័ណ្ឌជារបស់សង្ឃទាំង8ទិសជារបស់សម្បត្តិសាសនាអត់មានជារបស់បុគ្គលណាមួយទេជាប្រសង់ទាំង8ទិសអាចមានសិទ្ធិនៅបានជាសម្បត្តិសង្ឃបានវេទៅកើតជាកុដិកសាងមុនគេក្នុងសម័យកាលនោះឯង60កន្លែង60ខ្នងឬ60វិហារហ្នឹងជ្រះថ្លាធ្វើបុណ្យរាល់ថ្ងៃនៅឯក្រុងសាវត្ថីនោះអនាថបណ្ឌកសេដ្ឋីរស់ស៊ីទំនាក់ទំនងជាមួយសេដ្ឋីនៅរាជក្រឹសនឹងតែងតែមកដឹកតំណែងទិញដូរពីហ្នឹងញោមណាទៅដល់រាជក្រឹសឃើញស្នាមកងអាទេសគេបកហូងផ្លូវតាំងពីសម័យព្រះនៅទល់ឥឡូវអាផ្លូវហ្នឹងភ្នំស្នាមកងអាទេសបកកិនថ្មឡើងកហូងគេធ្វើលបងខាំងទុកឲ្យយើងមើលថាហ្នឹងសម័យព្រះដែលសេដ្ឋីចំនួនពីសម័យព្រះដឹកតំណែងពីរាជក្រឹសមកលក់នៅស្រុកចិននេះណាអនាថបណ្ឌកសេដ្ឋីមកដេកនៅផ្ទះរាជកហសេដ្ឋីនឹងស្រាប់តែឮរាជកហសេដ្ឋីនិយាយថាពុទ្ធោឧបបណ្ណោសង្ឃោនេធម្មោឧបបណ្ណោសង្ឃោឧបបណ្ណោយើងនិយាយខ្មែរថាពុទ្ធពធប្រសង្ឃកើតឡើងហើយអនាថបណ្ឌកសេដ្ឋីឮពាក្យហ្នឹងស្រឡាំងកាំងមកវឹងអញ្ចឹងទៅបាត់ស្មារតីភ្ញាក់ព្រឹត្តសួរណែឯងថាម៉េចថាពុទ្ធកើតឡើងហើយទៅមកវឹងទៀតណាដូចជាពាក្យនឹងដាស់ចាក់ទៅក្នុងបេះដូងគាត់អាម៉េចធ្វើឲ្យគាត់ភាំងដោយបៃតិមិនដឹងភាំងដោយអីមិនដឹងគាត់ដឹងខ្លួនឡើងសួរថាម៉េចថាពុទ្ធកើតឡើងហើយពុទ្ធពធប្រសង្ឃកើតឡើងហើយឲ្យចុះលោកនៅឯណាថាណនៅវត្តខ្ញុំកសាងឯណឯនេះឮតែអញ្ចឹងមាននិស័យពីអតីតមកឮតែថាពុទ្ធពធប្រសង្ឃកើតឡើងចិត្តចង់ទៅជួបពុទ្ធពធប្រសង្ឃណាយប់នឹងដេកអត់លក់ខ្ញុំដេកវាមិនលក់សោះគាត់ចោលថាវត្តគាត់នៅទិសហ្នឹងអញ្ចឹងទៅហ្មងយប់នេះទៅមើលពុទ្ធពធប្រសង្ឃហ្នឹងមើលដើរឆ្ងាយទៅវាមិនឃើញវត្តសោះស្រាប់ទៅចំកន្លែងគេចោលខ្មោចព្រោះស្រុកពីដើមគេចោលខ្មោច
lấy con nơi tới chào đấy mà tên đi nhỉ nè slap hỏi cái tới chào chẳng phải là cái thưa lo cái thưa ruộng cái thưa xung chung bình đôi prasad chẳng hay cái chào chung khi này dương tới mưa bị chìm ngay xem là prasad bồ rán tới out mưa tới khơi màu lần rọp rồi nè miền là cha miền là tham mây miền là hàm spin như của miền này lấy cái thưa miền tham mò miền xì mong chặt khơi ấy bị đám ót tới giờ ta đại chào không prey nắng hay sẽ thay nắng đào tới đó khơi màuถ้าแต่นักคลาดที่อันทำมาโรวัดมันจอมวัดจอมสัตว์ขมเอาจังเมนตลบกรอยไปเนี่ยปรองตลบกรอยสระปฏิบัติในตามปริสายปราบตัวมองท่านเนี่ยเอ้ยนายอันกรมตัววิญเธอไอ้นายอันดาวตัวมุกตีดขยมจำช่วยกาเปียเนี่ยให้นายอันกรมเพยเลยกรอนแต่ปนเนี่ยพลื้พเนจเตนมองสว่างงวยเด็กเอาหลิงยงโปรเตบดาไทยอาสากอดดาวตะติดตะดอลจิตดอลวัดนั่งพลือสร้างปะองปะมาเมื่อนิสัยดังปะองเจนมาคางไกรปะองหายทัศตตะเนะโจลมาไอ้เนี่ยลือทัศตตะเนี่ยกันย่างชมัวกอดชมัวดาวสตตะให้ดอลเปกอดทลบเอาตีนดอลจนนาธาจนอดบายไอ้นั่นแกหายกอดฐานาทะบรรณกะเสไทยเนี่ยเอาใบดมใบดอลจนนาธาบรรณชมัวสตตะให้เสียดังทำสามณะองนี้ให้อันสตอตะชิมวดำจังเมื่อนั้นในจิตเปรี้ยให้บันดังชิมวดำโจลมาสดับทอทวายกุมพระองค์เชียร์คลานนะตลอดตื่นวิ่งอยู่ไม่ตลอดตื่นนกสาวไทยวิ่งนึกเคยทัดตะกสร้างวัดไอ้น้องได้โยศาสนาตึกซาอย่าน้องบ้านตึกติงได้บิชิมวเจตนังกสร้างบ้านกดทุ่มบุญวัดจิตปุ่นในซอลคืนต้นละสอบไงนั่งกดจะนอนกดกสร้างกดทุ่มบ้านบุญในขนมวัดนั่งหายกอดบานจิตสระจิตดงทัวระบองทัวปะเฮียสะอาดบาดสระหายบานอรัตเนียปปุตนังประซองตึกกุ้งใส่ศาสนาในครองสาวไทยนังดาวซาติงได้บิชโมเจตนังเจตกจองเอากราวเมียเลือดใดแกบานกิลุนักกอดโยเมียแต่กราวตรำนักกิลุตรำนังกอดกราวตอนเรามาจักได้คอดแรงเอากราวแล้วตุกกิโจบอลคลาปองบ้านดะจำนายใดนังจำนายมาจักได้ชโมเจตนังหายถวัดเจตปุ่นวัดเจตปุ่นจังบ้านเกิดวัดก่อสร้างกอดวิสาขาเนาะเคยจังก่อสร้างวัดปอปีเรียมติดเสร็จไทยโดยเตยเคยจังก่อสร้างต่อติดบ้านจะยืงสับไงนั่งก่อสร้างวัดต้นละสับไงนั่งได้นี่ประวัติได้ก่อสร้างเก้าจีวัดวารามเมาก่อสร้างวัดเมียนกอดโลกรวยหายโยมยินมาประเกณฑ์จังหันประซองตื้ออดเมียนรวงอดเมียนบลบดอลลาร์เมฆเพลียงเมฆอัลลัมมาวิโจลาสลอโจลบายไงขดาวมาก็วิหาขดาวก็คือจะสมาในญาติปีปะองอาในญาติเอาทั่วโรงพอดได้ยังหายจะสลาชันตัวละสอบไงนั่งสำหรับโยมยึดมาทั่วบอนสรูเลยแช่ปีโคซองเตรกากลายทั่วเปาสดปะองก็อาในญาติเอาสอนนมัดโรงกับเปาสดบานจิก้าวจิโรงกับเปาสดยังโยวิเฮียนั่งทั่วจิโรงกับเปาสดโฮไฮมอเมนประวัติการมวยมาดองระโหดมาตลเป็นนี่โยมยึดเมนเทียเชียคลาบ้านก่อสร้างกดนี่จิกาปไปทลายทลานนะอ่านในซ่องในเนี่ยแต่บ้านก่อสร้างขนมพุทธศาสนานี่มันบัตนาเต้มันนุเยืองนะโยมเปเด็กการเมาขมิ้นโยลุยโยไอเมาเต้ใจเวรมันประมาณสดักน้องก่อสร้างประสาทประมาณจนวนน้องการลูกเกิดเมาลูกโยประสาทเมาไอออดลูกอดเมียนโยธมอเมาเต้ลอยมาเรียลก็ขมิ้นได้โลกมาตะคล้วนได้ปันใต้โลกมาเจจัดแจงชนะยุระบอเลือแผ่นใดนั่งก่อสร้างชีสมัติเซงเมียนจิประสาทตามแบบศาสนาสมัยน้องในซอลต้นละยืงสับไงเนี่ยอะไรโลกตลอดตะเวนบาดเท้าประสาทในยืงกรุบบูเชียจิไปเตะกระพรระโหดสับไงโยมเมื่อใครได้มนุษย์ยืงนั่งตั้งออกเนียโดยเนียอาจารย์คณะกรรมการประซ่องโลกการมอบขมิ้นโยไอเมาเต้ปันได้เบยึงเมียนกับนัดทั่วการตั้งอ๋อไปโปรเจย์เวรมันอดเมียนโยไอมาได้ปันได้เมียนกับนัดดักน้องก็ทั่วการได้เนี่ยเมียนปันนาก็ได้บาสันจีอดเมียนทั่วไอซอสลับตึกบัดดานบัดชมูปีเลือพิภพโลกนี่คืออดจังไหมปันแต่เนี่ยนาแต่มุนหนังสลับตึกบานก่อสร้างโดยเชวิสาขาอนาถบรรณกะเศรษฐีโยมเมื่อเชียงปีปอนชนามห้อยในแต่ละใบชมูตัวละสอบไงอดไงสลับเต้รูปปังจีรเตะมัจจานังเนียมเมะโกตังเนจีรเตะรูปเรียงกายในมนุษย์สัตว์ต่างหลายแต่งจัจรีป
ប៉ុន្តែនាមនឹងកូតអ្នកប្រាជ្ញនេះអត់ចាស់ជារាបាត់បងអន្តរាយញោមមើលឃើញដែរចឹងវិសាខាអីមើលស្លាប់បាត់អស់ជាង 2000 ឆ្នាំនៅតែល្បីឈ្មោះទល់សពថ្ងៃអនាថបណ្ឌកសេដ្ឋីអីជ័យវរ្ម័នទី 7 អីយើងមើលឃើញដែរស្លាប់ទៅបាត់អស់ក៏ដោយនៅតែល្បីឈ្មោះដោយសារការកសាងសមិទ្ធិផ្សេងអញ្ចឹងបានថ្មីនេះថៅកែស្ថាបនិកក្រុមហ៊ុន Apple ណាដែលផលិត iPhone យើងហ្នឹងណាលោក Steve Jobs ហ្នឹងណាគាត់សល់លុយរាប់រយលានដុល្លារមុននឹងគាត់ស្លាប់ទៅគាត់ផ្ដាំមនុស្សទាំងអស់គ្នាគាត់ថាបើយើងកើតមកលើពិភពលោកនេះណាខំប្រឹងរកស៊ីចិញ្ចឹមជីវិតហើយរស់បានហើយមានទ្រព្យដើម្បីចិញ្ចឹមជីវិតបានហើយយើងខំប្រឹងទៀតដើម្បីត្រឹមតែមករស់នឹងទេអត់ប្រយោជន៍ទេគង់តែស្លាប់ចោលទៅវិញទៅទេដោយគាត់អញ្ចឹងគាត់ប្រឹងឥឡូវលុយគាត់នៅរាប់រយលានដុល្លារប៉ុន្តែគាត់ដេកលើគ្រែរងចាំស្លាប់នេះអត់មានអ្នកណាមកដេកជំនួសគាត់បានទេដូច្នេះគ្រែនេះគ្រែមានតម្លៃណាស់លុយរាប់រយលានដុល្លារទិញអត់បានទេចឹងអត់មានពីណាមកដេកស្លាប់ជំនួសយើងទេចឹងគង់តែស្លាប់ចោលទៅវិញទៅទេហេតុដូច្នោះហើយបើសិនជាយើងចង់ឲ្យជីវិតយើងមានន័យក្រៅពីរកទទួលទានបានមិនល្មមគ្រប់គ្រាន់ចាយវាយបានហើយគួរតែកសាងសមិទ្ធិអ្វីមួយសម្រាប់មនុស្សជាតិជាអនុស្សាវរីយ៍នៃជីវិតរបស់យើងកសាងសមិទ្ធិសម្រាប់មនុស្សគេប្រើប្រាស់របស់ទាំងនឹងយើងស្លាប់ទៅមែនប៉ុន្តែរបស់ទាំងនឹងនៅរស់តំណាងយើងអញ្ចឹងបានគាត់មុននឹងស្លាប់ទៅគាត់បង្កើត iPhone ទូរស័ព្ទ iPad អីស្រួលទៅគាត់ស្លាប់ទៅបាត់ទៅយើងយកមកប្រើលាន់របស់គាត់ហើយគាត់ផ្ដាំអញ្ចឹងទៀតហើយចំណែកខាងលោក Newton វិញគាត់ផ្ដាំថាគាត់ជាអ្នកប្រាជ្ញរកឃើញគ្រឿងអគ្គិសនីគ្រឿងអីចេះធ្វើវត្ថុធ្វើទូរស័ព្ទធ្វើដេញទូរទស្សន៍ហើយហ្នឹងក៏ដោយសារគំនិតរបស់គាត់ដែលនាំបង្កើតមកប៉ុន្តែគាត់ផ្ដាំចុងក្រោយគាត់ថាអ្វីដែលគាត់រកឃើញហ្នឹងដូចគាត់ដើរតាមមាត់សមុទ្ររើសបានសបកក្រុមមួយតែប៉ុណ្្នឹងទេប៉ុន្តែនៅក្នុងសមុទ្របាតសមុទ្រនិងមាត់សមុទ្រនឹងនៅមានសបកក្រុមស្អាតជាងនឹងច្រើនទៀតបើយើងព្យាយាមទៅរកទៀតយើងនឹងឃើញលើសនឹងទៀតអញ្ចឹងមានន័យថាអ្វីដែលគេរកឃើញមកប៉ុណ្ណឹងណាវិទ្យាសាស្ត្ររីកចម្រើនប៉ុណ្ណឹងហ្នឹងគំនិតអ្នកវិទ្យាសាស្ត្រថានៅបន្តិចទេនៅមានច្រើនជាងនឹងទៀតអញ្ចឹងហើយបើសិនជាយើងគិតតែប្រយោជន៍ទឹកកាពះយើងប៉ុណ្ណឹងទេគឺថាស្លាប់ទៅវិញទៅទេគ្មានប្រយោជន៍ទេអញ្ចឹងមុននឹងស្លាប់ទៅទុកប្រយោជន៍សម្រាប់ផែនដីនេះអញ្ចឹងឯបានមហាអាត្មាអន្តរាគន្ធីគាត់ថាកាពះមនុស្សឆ្កែមួយស៊ីអត់ឆ្អែតផងប៉ុន្តែមហិច្ឆតារបស់មនុស្សគ្មានលេខដាក់បើយើងនៅតែបំរើមហិច្ឆតានេះគង់តែនឹងស្លាប់ចោលបានគេឲ្យយើងកសាងជាសមិទ្ធិផ្សេងអាត្មាក៏មានគំនិតអញ្ចឹងដែរស្ដេចពីបុរាណណាញោមគេឡើងគ្រប់គ្រងប្រទេសហើយគេបានកសាងនេះកសាងនោះពេលដែលគេស្លាប់ទៅនៅសល់ស្នាដៃទុកអញ្ចឹងណាអញ្ចឹងយើងកើតមកសម័យហ្នឹងយើងគិតថាក្នុងវត្តយើងមួយចុះជំនាន់ប្រសងអង្គនេះជំនាន់អាចារ្យនេះគណៈកម្មការនេះយើងកសាងអីមួយជាដុំកំភួនសម្រាប់ស្នាដៃកូនចៅជំនាន់ក្រោយអញ្ចឹងដែរដើម្បីជាប្រយោជន៍ដល់ពុទ្ធសាសនាជាប្រយោជន៍សម្រាប់មនុស្សជាតិគេប្រើប្រាស់ហូចប្រយោជន៍នឹងវត្តអារាមនឹងមិនមែនតែបំរើសាសនាមួយមុខទេបង្រើសង្គមជាតិទាំងអស់វាអត់ដាច់ឆ្ងាយពីសង្គមជាតិទេកុំឲ្យពាក្យគេថាអូយមួយឆ្នាំឃើញតែប្រមូលលុយទៅវត្តធ្វើកឋិនធ្វើអីអត់គិតជួយប្រជាជនគិតតែប្រមូលទៅវត្តអស់រាប់លានប៉ុន្តែវត្តនឹងជារបស់នរណាគឺជារបស់ប្រជាជនប្រើប្រាស់វិញដែរទេយើងគិតមើលសពថ្ងៃនៅតាមស្រុកខេត្តណាក៏ដោយមានសាលាបឋមសិក្សានៅជិតវត្តពីបុរាណមកគឺប្រសង់ទេអ្នកបង្រៀនបានជាសាលានៅជិតវត្តកាលយើងមិនទាន់មានក្រសួងអប់រំហ្នឹងហើយក្រៅពីប្រសង់បង្រៀនមានគ្រូក៏ដោយកាលយើងមិនទាន់មានលុយគ្រប់គ្រាន់តែសាលាបាក់បែកខូចឬក៏ចង់កសាងថ្មីតលប្រសង់នឹងវត្តអ្នករៃគ្នាធ្វើនឹងជួសជុលវិញអដែលដល់ទៅពេលសពថ្ងៃនេះកន្លែងខ្លះគេចោះឈ្មោះបោះឆ្នោតគេមកធ្វើនៅវត្តគេមានការប្រជុំមកវត្តគេបតក់ថ្នាំកូនក្មេងមកវត្តធ្វើកិច្ចកម្មវិធីអីមួយមានកន្លែងទិសដៅប្រជុំគ្នាគឺនៅវត្តផ្សព្វផ្សាយព័ត៌មានតំណែងអីនៅវត្តទាំងអស់អ្នកជំងឺអ្នកឈឺគ្មានទីពឹងអីក៏មកវត្តអ្នកស្លាប់អនាថាអត់មានទីពឹងអីក៏មកវត្តហើយកូនចៅអ្នកក្រខ្សត់ម៉ែឪស្លាប់ចោលអីក៏មកវត្តជ្រូកកញ្ចក់កចាត5អីចាំទៅនាំចង្រៃយកមកដាក់វត្តឲ្យចង្រៃវត្តដាំដើមឈើអញ្ចឹងដែរមានតែវត្តទេឲ្យតែចេញមកក្រៅភូមិឃើញអាកន្លែងណាខ្ពស់ហ្នឹងវត្តដើមឈើហ្នឹងវត្តខ្លះដាំកគីកកោះដាំឈើតាំងពីបុរាណមកដាំឈើក៏នៅវត្តសិល្បៈចម្លាក់ក្បាច់ក្បូរអីក្បាលនាគកតុយហងខ្វាន់ខ្វងខ្វៀនភ្ញីទេសភ្ញីទឹកភ្ញីភ្លើងភ្ញីបារាំងរត់មកជ្រកវត្តទាំងអស់
ភ្លេងប៉ិនពិតនិតកងស្គរត្រចបៃក្មោះខំមហោរីស្រុកមានសង្គ្រាមចម្បាំងរាំងជុលគេដុតពីវាយខ្ទេចខ្ទីវិរុទ្ធមកជ្រកវត្តអសរសាសកពីសត្រាដីកាផ្សេងគេបំផ្លាញខ្ទេចខ្ទីវិរុទ្ធមកជ្រកវត្តដល់ទៅហើយទៅវាចេញពីវត្តទៅវិញទេប្រទេសជប៉ុនជាប្រទេសរុងរឿងរីកចម្រើនខាងវិស័យបច្ចេកវិទ្យាទំនើបគេទទួលស្គាល់ថាចប់សង្គ្រាមលោកលើកទី2ជប៉ុនណាលាយទាំងអស់អត់មានសល់អីទេគេប្រមូលក្មេងដើររៀនដាក់តាមវត្តដែរហ្នឹងរៀនចេញពីវត្តហើយបញ្ជូនទៅប្រទេសគេឲ្យខំកត់ចម្លងមេរៀនមកដាក់ប្រទេសយើងបានជប៉ុនរុងរឿងរីកចម្រើនឡើងវិញមកប៉ុណ្ណឹងដោយសារចេញពីវត្តដែរបើដូច្នេះវត្តនឹងសំខាន់ហើយសពថ្ងៃនៅក្នុងភ្នំពេញយ៉ាងជាក់ស្ដែងវត្តបទុមតែមួយទេគ្រាន់តែប្រសង400អង្គជាង470 480អង្គជាងនិស្សិតជាង600នាក់ដែលស្នាក់នៅក្នុងមួយឆ្នាំហើយអា600នាក់ជាងហ្នឹងវានៅអីវានៅកត់ជាមួយលោកហើយប្រជាង600នាក់ហ្នឹងបើឲ្យទៅជួលផ្ទះសនៈជួលផ្ទះគេដេកក្នុងមួយឆ្នាំតើអស់ប្រមាណខ្ញុំគិតមើលគេថាជួយប្រជាជនវិញអាដែលអញ្ចឹងកូនអ្នកស្រុកកូនអ្នកស្រែក្រីក្រមកជ្រកនៅវត្តបានស្នាក់បានរៀនបានសូត្របានដេកកត់ហ្នឹងវាធូរសហួយជួលអាផ្ទះសនៈជួលអាផ្ទះឈ្នួលហ្នឹងអញ្ចឹងជួយណាស់ហើយចុះមកវត្តបទុមមួយជាង600នាក់ចុះវត្តដតីទៀតក៏ទៅមួយឆ្នាំបើយើងសម្លឹងមើលឃើញទៅថាអូជួយប្រជាជនវិញអាដែលគ្មានយកទៅណាទេសូម្បីការកសាងវត្តការធ្វើសមិទ្ធិធ្វើបុណ្យធ្វើទាននេះក៏នៅតែជួយប្រជាជនដែរតែគេធ្វើបុណ្យគេទៅជួលរោងគេទៅជួលមេក្រូគេទៅទិញដែកទិញគ្រួសទិញខ្សាច់ទិញស៊ីម៉ង់អាអ្នកលក់គ្រួសលក់ខ្សាច់លក់ស៊ីម៉ង់ក៏វាដាច់តែគេដាំស្លគេទិញបន្លែទិញតកួនទិញតកៀតទិញត្រប់អាអ្នកលក់ត្រប់លក់តកួននោះក៏វាដាច់អញ្ចឹងវាដើរទៅវាធ្វើឲ្យលុយហ្នឹងកុំឲ្យនៅដេកក្នុងហឹបតើវាគ្រាន់តែចេញពីម្នាក់ទៅម្នាក់ដូច្នេះការកសាងវត្តនេះមានប្រយោជន៍ដល់សង្គមជាតិផងសង្គមសាសនាផងឥឡូវបើសង្គមជាតិវាកើតបានប៉ុណ្ណឹងហើយចុះសង្គមសាសនាយ៉ាងម៉េចអានិសង្ឃម្ដងញោមនិយាយពីអានិសង្ឃអ្នកកសាងវត្តកសាងកុដិព្រះពុទ្ធជាម្ចាស់ព្រះអង្គទ្រង់សម្ដែងនៅក្នុងនៃទេវតាសង្យុតសគាធវៈគម្ពីរត្រង់សត្តមៈសូត្រទី7មានទេវតាចូលមកសួរព្រះអង្គថាយោចៈសពតតោហោតិបបិទ្ធព្រះអង្គដ៏ចម្រើនឲ្យទានអីឈ្មោះថាឲ្យគ្រប់មុខមើលញោមញាតណាដឹងឲ្យទានអីឈ្មោះថាឲ្យគ្រប់មុខញោមញាតថាឲ្យលុយគ្រប់មុខព្រះពុទ្ធទ្រង់សម្ដែងថាយោចៈសពតតោហោតិយោទតិតិឧបស្សយ៉ាងអ្នកណាឲ្យគ្រប់មុខគឺអ្នកឲ្យទីសេនាសនៈឲ្យទានគ្រប់មុខឲ្យទានអីឈ្មោះថាឲ្យគ្រប់មុខគឺអ្នកណាដែលឲ្យទានហើយឈ្មោះថាឲ្យគ្រប់មុខគឺអ្នកកសាងទីសេនាសនៈឈ្មោះថាឲ្យគ្រប់មុខមិនបានឲ្យគ្រប់មុខញោមមើលចោះបើទៅហូបបាយថ្ងៃក្តៅបែកជើងហូរញើសហូបអត់ឆ្ងាញ់ទេតោះតែចូលក្នុងម្លប់នឹងបានឆ្ងាញ់ហើយញោមទៅហូបបាយហាលភ្លៀងមេឃភ្លៀងចូលសឡក៏អត់ឆ្ងាញ់ដែរតោះតែចូលក្នុងម្លប់នេះបានវាឆ្ងាញ់អញ្ចឹងមានន័យថាកុដិនិងសាលាហ្នឹងវាអាចជួយម្លប់វាអាចជួយឲ្យគេបាយឆ្ងាញ់អ្នកជំងឺបើឈឺឲ្យដេកនៅហាលក្តៅដេកនៅហាលភ្លៀងព្យាបាលមិនងាយជាទេតោះតែមកដេកនៅក្នុងកុដិក្នុងវិហារក្នុងសាលាបានវាឆាប់ជាវាមានកន្លែងបិទបាំងកុំឲ្យហាលក្តៅកុំឲ្យហាលភ្លៀងអញ្ចឹងមានន័យថាជួយថ្នាំគេព្យាបាលជំងឺឲ្យឆាប់ជាហើយញោមស្ដាប់ធម៌ទៅអង្គុយហាលភ្លៀងទៅអង្គុយហាលក្តៅក៏ស្ដាប់ធម៌អត់ព្រោះដែរតោះតែចូលមកក្នុងកុដិចូលមកក្នុងសាលាមកក្នុងវិហារចូលមកក្នុងម្លប់មានន័យថាជួយឲ្យញោមបានព្រោះធម៌ទៀតឃើញជួយគ្រប់មុខហើយញោមមកជួយទាំងអស់នៅក្នុងកុដិនឹងជួនកាលទៅជួយទាំងស្បង់ចពោទៀតបើយើងនៅខាងក្រៅតដាក់ស្បង់ចពោបើនៅក្នុងកុដិដាក់តែស្បង់មួយដោះចពោចេញក៏អង្គុយបានដែរគេណាជួយបានគ្រប់មុខកន្លែងអង្គុយកន្លែងដេកចឹងបានព្រះអង្គថាយោចៈសពតតោហោតិយោរតិតិឧបស្សយ៉ាងណាឲ្យមួយឲ្យឈ្មោះថាឲ្យគ្រប់មុខគឺឲ្យទីសេនាសនៈចោះប៉ុណ្ណាបានអានិសង្ឃយូរជាងគេហើយវែងជាងគេគឺសេនាសនៈទានដែរយូរត្រង់ណាយូរត្រង់ថាប្រគិនចង្ហាន់លោកឆាន់តែមួយថ្ងៃអស់ប្រគិនភេសជ្ជៈលោកឆាន់តែមួយថ្ងៃ2អស់ប្រគិនចពោលោក5 6ឆ្នាំអស់ប៉ុន្តែបើធ្វើកុដិប្រគិនលោកមួយមិនស្រួលម្ចាស់កុដិស្លាប់ទៅបាត់ហើយកុដិមិនទាន់ខូចផងបានបនយូរជាងគេវែងជាងគេបានបនទាំងយប់ទាំងថ្ងៃហើយអាម៉េចបានថាទាំងយប់ទាំងថ្ងៃគេនៅកុដិយើងគេប្រើប្រាស់កុដិយើងគេឡើងយប់គេនៅយប់យើងត្រេកអរបានបនយប់
គេឡើងនៅថ្ងៃយើងត្រេកអរបានបនថ្ងៃញោមមើលឃើញដែរឲ្យតែគេឡើងព្រើរបស់យើងបានបនរហូតចឹងបានអាត្មាសួរមួយដូចគេបកាយញោមគេហៅថាបកាយគេកសាងផ្ទះសនៈកសាងអូតែលដើម្បីយកអីគេញោមគេកសាងរកអីគេអាហ្នឹងគេកសាងរលុយអញ្ចឹងគេបកាយរលុយអាហ្នឹងគេបកាយរលុយតែមានមនុស្សចូលមកដេកនៅគេបានលុយចុះយើងកសាងកុដយើងបកាយរកអីដែរយករកបនអញ្ចឹងតែមានគេឡើងនៅយើងបានបនដែរអាហ្នឹងវាផ្ទុយគ្នាអញ្ចឹងគេកសាងអូតែលផ្ទះសនៈតែមនុស្សចូលច្រើនបានលុយគេអត់ដែលយើងកសាងកុដអត់មានយកលុយទេយកបនតែណាហ៊ានឡើងនៅកុដយើងបានបនដែរអញ្ចឹងដូចបកាយរកបនអញ្ចឹងណាញោមណាបានលោកថាបនទាំងយប់បនទាំងថ្ងៃអញ្ចឹងហើយបានក្នុងសត្តមៈសោតសគាធវៈទេវតាសង្យុត្តកពីសង្យុត្តនិកាយនឹងទេវតាសួរព្រះអង្គថាអញ្ចេះកេសង្តិវាចរិតតោចៈសទាបញ្ញាំងប្រវត្តតេធម្មថាសិលសម្បណ្ណោកេជនីសក្កិមីណូបបិទ្ធព្រះអង្គដោយចម្រើនបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាបុគ្គលពួកណាទៅដែលបរិបូរដោយធម៌ប្រកបដោយសិលនឹងទៅកាន់ស្ថានសួគ៌ទៅព្រះអង្គព្រះសម្មាសម្ពុទ្ធក៏ទ្រង់អនុសន្ធិសម្ដែងតបពាក្យទេវតានោះថាអរាមរូបាវនរូបាយេជនីសេតុការកាបបញ្ចឧតបានញ្ចយេរតន្តិឧបស្សយ៉ាងទេសង្តិវាចរិតតោចៈសទាបញ្ញាំងប្រវត្តតេធម្មថាសិលសម្បណ្ណោតេជនីសក្កិមីណូថាអញ្ចឹងស្ដាប់បានអីអត់បានលីងចេះតែទេសទៅប៉ោចទៅនឹងថាមិនផងសិតបល័យបើអញ្ចឹងចាំមើលអាត្មាបកប្រែគេលោកបានមួយម៉ាត់ពីរបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកនេះទី1អារាមរូបានណាដាំដើមឈើដាំសួនផ្កាជាលំអក្នុងវត្តវាអារាមតាមទីសាធារណៈតាំងពីចបាចបៃមេលតៃមហាហង្សតយងយុទ្ធកាផ្កានួនស្រីកំឡាប់កលាប់ម៉ោង3ម៉ោង4អីចឹងទៅរៀបចំសួនឲ្យស្អាតស្រឡះស្រឡំគួរជាទីមនោរម្យគេចូលមកទៅសប្បាយរីករាយចិត្តអ្នកនឹងបានបនទាំងយប់ទាំងថ្ងៃណានាដាំផ្កាវត្តធ្វើសួនវត្តបោះសម្អាតវត្តបានបនទាំងយប់ទាំងថ្ងៃហើយបននេះណានាបោះសម្អាតវត្តទៀតកើតជាតិណាក៏ស្អាតដែរស្អាតដាច់គេញោមកើតឡើងមិនទាន់ត្រូវប្រេងត្រូវម្សៅមិនទាន់ត្រូវអាដេញអុយបេកយ៉ុងទីនម៉ាស្ការ៉ាអីផងស្អាតស្រាប់ទៅហើយឥឡូវតែមានបនគេថែមតិនតិចទួយទៀតស៊ីដាច់គេបាត់អញ្ចឹងបានអ្នកខ្លះកើតមកស្អាតមកពីគេចេះសម្អាតទីសាធារណៈមានវត្តវាអារាមជាដើមហ្នឹងក៏ពីមានលិនបញ្ហាថាកន្លែងលក់អាយុកន្លែងលក់អាយុលក់សេចក្តីសុខលក់ពណ៌សម្បល់ស្អាតនិងលក់អដែងកម្លាំងហើយយើងថាលក់នៅឯណាអាយុលក់នៅវត្តលក់នៅចេតិយលក់នៅកន្លែងគោរពបូជាយកអីទៅទិញយកសទ្ធាទៅទិញរបៀបម៉េចទៅបោសសម្អាតទៅគោរពបូជានៅនឹងបានអាយុវែងអញ្ចឹងចង់បានអាយុវែងមកបោះមកសម្អាតមករៀបចំកន្លែងហ្នឹងនៅនឹងអាយុវែងគេទិញអាយុតាហើយបើនេះអាយុខ្លីមិនវិញឲ្យតែឃើញចិត្តដីគេមិនស្រួលទៅច្រូចយ៉ាងកាញ់ច្រូចទឹកអីមាននៅទៅញយទៅអាយុខ្លីតាអ្នកខ្លះឃើញខ្ជុំយទៅគូមុខយៈធាក់គ្នាពេញចិត្តដីគេនោះលើពហិលើអីនោះទៅច្រូចទឹកយ៉ាងកាញ់ចុះឡើងពេញក្នុងពីវាលពីកាលទៅបត់ដៃបត់ជើងរបស់បន្ទោបងមិនស្អាតអីទៅទេវតានៅក្នុងគេមិនចូលចិត្តគេបរាមុខដល់គេបរាមុខមនុស្សនឹងច្រើនតែអាយុខ្លីព្រោះយើងទៅកន្លែងគេគោរពបូជាឯងទៅអត់គោរពមានហើយក្មេងៗមកក្រុមនោះគេទៅយកស្រាទៅក្លែមកន្លែងព្រះក្លែមចុះក្លែមដើមដល់គេសម្បឹងអស់សាច់ក្លែមវាយព្រះក្លែមវាយព្រះវាយអីនឹងចុះឡើងគេអស់ស្រាហើយគេចេញមកវិញគេជិះម៉ូតូមក2 3ម៉ូតូងោងស្រាប់តែម៉ាំងប្រាវមកទន្ទុះលើខ្លងលឺអដែងពិនពេតចាក់ឲ្យទាំងហែធ្វើតែគ្រោះថ្នាក់អីគេគ្រោះថ្នាក់ចរាចរណ៍សុទ្ធពួកណាគេពួកមាញ់នោះឯងចេញទៅងោងទៅម៉ាំងប្រាវបាត់អានឹងវាតំណងដែរទេវតាបរាមុខមែនកន្លែងគេគោរពបូជាឯងទៅធ្វើអញ្ចឹងវាមានអញ្ចឹងណាញោមមិននឹងជាក់ស្ដែងមានអញ្ចឹងដែរអញ្ចឹងកន្លែងគេគោរពបូជាទេវតាថែអាសាការពារមួយអញ្ចឹងបានថាណាមកដាំសួនច្បារលំអហ្នឹងនៅនឹងអាយុវែងទៅណាមានទេវតាស្រឡាញ់ចូលចិត្តអ្នកដែលសម្អាតហ្នឹងកើតជាតិណាក៏ស្អាតខ្លួនឯងហើយធ្វើឲ្យខ្លួនឯងជ្រះថ្លាធ្វើឲ្យគេជ្រះថ្លាទេវតាតាមស្រឡាញ់អញ្ចឹងបាននៅនឹងអាយុវែង
មួយទៀតវណ្ណៈរូបាបុនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់ណាដាំដើមឈើធំធំមានតាំងពីដើមកគីកកោះបេងនាងនួនច័ន្ទម៉ាក់ប៉ែនកលិនលៀងសាទពីដងពីខ្នោពីខ្វិតពីស្វាយសម្រាប់គេជ្រកគេបេះគេប្រើប្រាស់ជាមលុបតែឆឹងតែឆៃថែរក្សាការពារព្រៃដែលគេដាំទុករួចស្រេចហើយឲ្យល្អបុនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បុគ្គលពួកណាំងទី3យាជនីសេតុការៈការអ្នកណាកសាងផ្លូវស្ពានសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ឬក៏ចេញទូកដឲ្យគេឆ្លងអ្នកនេះឯងបនរមែងចម្រើនទាំងយប់ទាំងថ្ងៃមួយដែរមួយទៀតឧតបាណាញ្ចៈអ្នកណាជីកស្រះជីកដងធ្វើអង្គធ្វើអាងធ្វើពីងធ្វើកឡពិនតងបាក់សាំងពីងសម្រាប់ងូតទឹកគេផឹកប្រើប្រាស់ទាំងយប់ទាំងប្រលប់ទាំងព្រលឹមអ្នកនេះបានបនទាំងយប់ទាំងថ្ងៃដែរហើយមួយទៀតយេជនីសេតុការយុមួយទៀតហៅថាយោតទៀតទេឧបស្សយ៉ាងអ្នកណាកសាងពីឧបស័យមានកត់សាលាព្រះវិហារបថ្នូបច្ចេតដីប្រស្រីព្រះមហាពោធិព្រឹក្សរោងបង្ហាកន្លែងពីជ្រកកោនតំណាក់ខ្ទមអ្នកនេះបានបនទាំងយប់គ្រប់ទាំងថ្ងៃទៅទីកន្លែងណាទេវតាថែអាសាស្រឡាញ់ចូលចិត្តជានិច្ចរហូតណាញោមក្មេងកបីមួយឃើញលោកចេញពីព្រៃមកចេះតែឃ្លុំយពអញ្ចឹងទៅហាលក្តៅទៅកាប់មែកឈើយកមកដាំធ្វើមកលុបឲ្យលោកកុំឲ្យឃ្លុំហាលក្តៅមានវាលពឹសអញ្ចឹងអានេះលពឹសបានបនណាទៅកាប់មែកឈើយកមកដាក់ធ្វើមកលុបឲ្យលោកដល់ទៅលោកមកឃ្លុំតំណឹងវាមកលុបស្រួលថ្ងៃក្រោយមេឃភ្លៀងមកអាក្រមហ្នឹងវាបបិបបាក់សិតតែផុកឃើញលោកឈរក្នុងផុកអញ្ចឹងវាជ្រះថ្លាវាទៅកាប់ដីខ្សាច់យកមកចាក់ឲ្យពេញនឹងកុំឲ្យផុកលោកមកប៉ុណ្ណេះណាញោមក្មេងនឹងរស់ស៊ីមានបានកើតកាលវាគុំទៅជាតិជុំស្លាប់ទៅកើតឋានសួគ៌អស់កាលយូរដល់មកកើតជាមនុស្សនេះបានបួសឈ្មោះថាកវំបតិនឹងឯងថ្ងៃអាសៀលថ្ងៃត្រង់អញ្ចឹងលោកឆាន់ហើយលោកសម្រាប់លោកទៅសម្រាប់ឲ្យឋានសួគ៌ព្រោះវាមានរបស់លោកផុសនៅឋានសួគ៌នឹងមានដើមឈើជុំវិញមកលុបទៅឆៃអញ្ចឹងលោកទៅសម្រាប់ឲ្យនឹងមកសបកបានលោកចុះមកវិញណាអញ្ចឹងអស់ចាណាក្មេងកបីក៏ចេះធ្វើបានប៉ុនដែរបនរមែងចម្រើនទាំងយប់ទាំងថ្ងៃដល់បកលកសាងទីសំណាក់ផាអាស្រ័យទីឧបស័យនឹងណាចឹងហើយបានញោមញាតអ្នកកសាងកុដិសាលានឹងបានបនបានអានិសង្សច្រើនអញ្ចឹងបានក្នុងធម្មបទលោកលើកឡើងពីរឿងមួយចុះឥឡូវសំដែងជារឿងឲ្យញោមស្ដាប់ម្ដងគីឡូស្ដាប់អត់បានទេបើឡើងយ៉ាងឡើងចោលយ៉ាងកិញអស់អាត្មានៅតែប៉ោចម្នាក់ឯងអត់តន់ចោលទេញោមអត់ដែលឃើញអាត្មាអញ្ចឹងឃើញអាត្មាចាស់ឲ្យក្មេងញោមក្មេងអាត្មាកាលពីមុនបែកពីព្រៃវែងពីរោងតម្រៃញោមបែកយូរទៅគាត់ជួបអាត្មាគាត់ទៅសើគាត់ថាអាត្មាជ្រះជាងមុនឥឡូវហើយគាត់ទៅសើពេលអាត្មាកំពុងឆាន់អាតកួនជ្លក់ប្រហុកដាក់មួយម៉ាត់ទៅគាត់ថាឥឡូវដូចគុណជ្រះច្រើនជាងមុនឥឡូវហ្នឹងស្មាអត់មាត់ទេសម្លឹងមើលមុខគាត់ឲ្យដាក់មួយម៉ាត់ទៀតគាត់ខ្សាប់ទៀតឥឡូវជ្រះខ្លាំងណាស់ជ្រះខ្លាំងជាងមុនអាត្មាលើការណញឹកជ្រះច្រើនជាងមុនជ្រះខ្លាំងជាងមុនមិនទេញោមអាត្មាក៏តមួយម៉ាត់ទៅដាក់មួយម៉ាត់លើក្រោយគាត់ថាដូចគុណឥឡូវជ្រះច្រើនជាងមុនអាត្មាថាមកពីវាឃ្លានពេកញោមអើយអត់ល្ងាចបានជ្រះឲ្យច្រើនជាងមុនបន្តិចទៅគាត់ថាអត់ទេកណាមិនចង់និយាយដូចគុណឆាន់ទេចង់និយាយសបល់អារឿងហ្នឹងវារួចមកគ្រាទៅអារឿងជ្រះច្រើនជាងមុនហ្នឹងស្រាប់តែថ្មីនេះគេមិនទៅសើតែជ្រះច្រើនជាងមុនទេគេទៅសើថាអាត្មាសជាងមុនអាត្មាទៅបនគេហ្នឹងអត់ទាន់មាត់ទេឡើងអង្គុយលើក្រែទៅនិយាយក៏ខ្សឹបគ្នាថាលោកសច្រើនជាងមុនឥឡូវសជាងមុនអាត្មាខំធ្វើមុខឲ្យរឹងធ្វើដូចថាឯងមិនដឹងអញ្ចឹងតាមពិតក្នុងពោះលួចព្រួយដូចគេទៅសើថាសជាងមុនណាស្រាប់តែស្ដាប់មែនទេគេទៅសើសក់សោះគេថាសក់សច្រើនជាងមុនអាត្មាគិតមើលចាស់វិញអាដែលសាយថាឡើងនិយាយពីសក់សនេះកុំតកោហើយទេញោមមើលកុំកោហើយញោមហៅលោកតាលាន់ណាសូមនឹងកាន់មលូផងលោកតាមែននិយាយពីរឿងមគ្គមាននុបមានគ្នា30នាក់មគ្គមាននុបហ្នឹងជ្រះថ្លាធ្វើផ្លូវនាំគ្នាធ្វើផ្លូវសាធារណៈសម្រាប់អ្នកស្រុកអ្នកភូមិធ្វើដំណើរស្រួលអ្នកមន្ត្រីរាជការមានអ្នកខ្លះស្មោះត្រង់មានអ្នកខ្លះខូចដែរតើសម័យនោះមានមន្ត្រីមួយនឹងខូចមកបញ្ញុះណាធ្វើផ្លូវនឹងបានប្រយោជន៍អីយកលុយមកទិញសាច់ខ្លែមកឲ្យយើងវិញមានប្រយោជន៍ជាងបានបនកុំទៅធ្វើផ្លូវធ្វើអី
អ្នកដែលគេធ្វើហ្នឹងគេមិនស្ដាប់គេនាំគ្នាធ្វើផ្លូវហើយតែកាលណាធ្វើទៅគាត់នឹងជាអ្នកគ្រប់គ្រងនៅកន្លែងហ្នឹងគាត់អត់មានកំណត់ដឹកនាំធ្វើវាអត់ដូចជាអន់គាត់ដល់អន់គាត់ប្រជាជនអ្នកនាំគ្នាធ្វើអញ្ចឹងគាត់បញ្ញុគេកុំឲ្យគេធ្វើគេនៅតែធ្វើដល់គេនៅតែធ្វើគាត់ទទួលស្ដាច់ថាព្រះអង្គហើយមានពួកមួយក្រុមហ្នឹងគេចង់ធ្វើរដ្ឋបហាគេធ្វើផ្លូវមកចូលវាំងដើម្បីរដ្ឋបហាលើកតបមកវាយព្រះអង្គយកតំណែងស្ដាច់លឺទៅអញ្ចឹងខ្ញាល់ចាត់យកតម្រៃទៅឲ្យព្រិចវាឲ្យស្លាប់យកតម្រៃទៅឲ្យព្រិចទៅឲ្យជន់តម្រៃហ្នឹងវាមិនទៅជន់វាទៅដល់វាលិតជាកងគោរពចាដល់ដឹងដល់ស្ដាច់ថាគេធ្វើផ្លូវល្អសោះគេអត់មានកំណត់ក្បត់ទេមន្ត្រីនឹងទេខូចអញ្ចឹងព្រះអង្គដាក់ទោសមន្ត្រីនឹងជំលះចេញពីនគរទៅបកុលតម្រៃនឹងឲ្យពួកនឹងធ្វើរត់ការងារកសាងផ្លូវនឹងតលស្រេចជ្រះថ្លាកសាងសាលាសំណាក់ទៀតដល់កសាងសាលាសំណាក់រួចហើយអញ្ចឹងទៅមិនតាន់រួចផងនិយាយពីមកៈមាននប់នឹងគេធ្វើតែប្រុសគ្នាគេទេប្រពន្ធមានដល់14ណែច្រើនជាងអាត្មាទៀតអាត្មាតែមកក្របគ្មានផងគាត់ដល់14ដល់តែមានប្រពន្ធ4ប្រពន្ធទី1ឈ្មោះនាងសធម្មាទី2ឈ្មោះនាងសនន្ទាទី3នៅទី2ឈ្មោះនាងសចិត្រាទី3ឈ្មោះនាងសនន្ទាទី4ឈ្មោះនាងសុជាតាញោមហើយប្រពន្ធហ្នឹងបបួលសុំធ្វើជាមួយប្តីគេមិនឲ្យធ្វើគេថាគេធ្វើតែប្រុសគ្នាគេទេបើអញ្ចឹងមិនឲ្យធ្វើនាងសធម្មាប្រពន្ធទី1ឆ្លាតចឹងក៏ទៅធ្វើហៅជាងតម្រូវសហការជាមួយជាងថាដល់វគ្គដាក់ហៅជាងឲ្យមកទិញស្រាប់របស់នាងមកនាងអត់លក់ទេនាងប្រគេនជូនដាច់ទៅដើម្បីបានចំណែកបនដែរនាងឆ្លាតដល់បានហៅជាងដាក់ទៅមានឈ្មោះនៅក្នុងស្រាច់សាលាសធម្មាណាមកឃើញសធម្មាគេហៅថាសាលាសធម្មាបដោយទៅប៉ុន្តែឈ្មោះអ្នកធ្វើផ្សេងនេះឈ្មោះនាងទៅហៅជាងហ្នឹងដល់ពេលនាងសនន្ទានឹកឃើញថាប្រពន្ធដើមគេបានធ្វើបន់ជាមួយប្តីអញ្ចឹងមកក៏គេកើតឡើងគេទៅជួបប្តីទៀតហើយបើអញ្ចឹងអញខ្លាចមិនជួបប្តីអញខំធ្វើអីគេដែរជ្រះថ្លាក៏ជីកស្រះអញជីកស្រះតែគេមកជ្រោកនឹងសាលានឹងគេងូតគេផឹកទឹកស្រះអញបានបន់ដែរនាងក៏ជីកស្រះអញ្ចឹងទៅហើយដល់នាងសុចិត្រានាងថាបើគេមកអញ្ចឹងគេបានបន់អញគួរធ្វើអីដែរនាងដាំដើមឈើឯងឲ្យមលុបមានផ្កាមានភ្ញីទៅគេមកជ្រកកោននាងបានបនដែរប្រពន្ធទី4នាងសុជាតាថាអញមិនបាច់ធ្វើអីទាំងអស់ប្តីអញទ្រព្យសម្បត្តិជាមួយតែគ្នាតែប្តីអញធ្វើអញគង់តែបានបនដែរម្យ៉ាងឪពុកមីអញផងអញមិនបាច់ធ្វើទេអញតែងខ្លួនឲ្យតែស្អាតជាងគេទៅប្តីស្រឡាញ់ជាងគេហើយម្ល៉េះហើយសិលក៏មិនធ្វើបនក៏មិនធ្វើអង្គុយតែផាត់មុខលាបកញ្ចក់លាបក្រែមនឹងឯមួយថ្ងៃឲ្យកញ្ចក់ស្រួចស្អាតបបោមាត់ឲ្យក្រហមស្អាតដល់ពេលគេខំធ្វើបន់រៀងខ្លួនគេស្លាប់ទៅគេទៅកើតក្នុងឋានសួគ៌មកៈមាននប់កើតជាប្រអិនទល់សពថ្ងៃនេះប្រពន្ធទាំង3ទៅកើតជាមួយសម្លឹងរមមើលទៅបាត់នាងសុជាតាអត់ឃើញទៅកើតឯណាបាត់ហើយសុជាតារចុះរឡើងឃើញទៅកើតជាកុកញីនៅនឹងញោកភ្នំឯណោះគេកើតជាទេវតាមនុស្សលាន់ឯងទៅកើតជាកុកញីហើយញោមចង់ទៅកើតកុកញីដែរឬអត់ទេបើចង់ទៅកើតកុកញីមិនខ្វល់មកទេណាមកប៉ុណ្ណឹងហើយមិនចង់ទៅកើតកុកញីទេប្រអិនចុះមកចាប់កុកញីនឹងទាំងរស់យកទៅដល់ឋានសួគ៌ដាក់នឹងមុខពួកទេវតាហ្នឹងហើយពួកស្រីទេវតាហ្នឹងគេមកសួរលេងជាមួយនាងហ្នឹងគេឌឺអើយនាងឲ្យស្អាតទៅណែនាងរោមនាងឡើងសមាត់នាងក្រហមកញ្ចក់នាងស្រួចស្អាតអានឹងគាត់ទៅលាបឲ្យសទៅណាគាត់ទៅលាបមាត់ឲ្យក្រហមមកកញ្ចក់ឲ្យស្រួយឥឡូវវាស្រួយដូចចិត្តថ្នាមែនគេឌឺឲ្យអញ្ចឹងណានាងនឹងខឹងគេណាប៉ុន្តែមិនដឹងធ្វើម៉េចគេអញ្ចឹងទៅខឹងគេមិនដឹងធ្វើម៉េចប្រអិនសួរថានាងចង់មកកើតដូចគេអញ្ចឹងអីអត់ចង់បើចង់ត្រឡប់ទៅវិញកាន់សិល5យកកុកនឹងមកដាក់ឲ្យកាន់សិល5កុកនឹងខំកាន់សិល5ហេតុតែប្រាថ្នាចង់ទៅជួបប្តីចង់ចេញពីកុកនឹងដែរណាប្រអិននោះប្រែកាឡាធ្វើជាត្រីងាប់អណ្ដែតស្ពីងមកសាកចិត្តមើលនាងនឹងសុខចិត្តបើថាត្រីរស់មិនស៊ីសុខចិត្តអត់ដាច់ពោះងាប់ឲ្យតែត្រីងាប់បានស៊ីដល់តែឃើញត្រីងាប់មកចាក់បាត់ត្រីនឹងពង្រះខ្វោកលែងទៅវិញប្រអិនមកធ្វើទៀតធ្វើត្រីងាប់អណ្ដែតស្ពីងមកនាងឃើញត្រីងាប់មកកំពុងតែឃ្លានផងចាក់បាត់ប្រងស៊ីត្រីនឹងវាពង្រះទៀតលែងទៅវិញអញ្ចឹងទៅនាងកាន់សិលជាប់ពីសិល5ហ្នឹងទៅកើតជាកូនអសលស្លាប់ពីហ្នឹងទៅកើតជាកូនអសលដល់ពេលបានអសលហ្នឹងត្រូវបានទៅប្រអិនណាកាលនោះឯង
នាងពេញកំមុំស្អាតហើយគេឲ្យរើសប្តីអសល់កំឡោះមកមកកណូចឹងទៅគេឲ្យនាងបោះកម្រងផ្កាទៅរកអសល់ណាមួយដែលស្អាតសង្ហាបើអិននោះចុះមកព្រែកលាធ្វើអសល់មួយក៏ចាស់ឲ្យត្រកក៏ចាស់ជាងជីតាទៀតមកឈរតម្រង់ជួរជាមួយពួកអសល់កំឡោះគេដែរដល់ទៅពេលគេឲ្យបោះអាកម្រងផ្កាហ្នឹងនាងមិនបោះទៅអសល់កំឡោះបោះទៅអសល់កាចាស់នោះនិស័យវារុញឲ្យអញ្ចឹងគេថានាងរត់អ្នកអាខាតលក្ខរត់រកបាក់អន្សាណាជំទាវរត់រកអកញ៉ាបើទៀតធីតារត់រកស្ដាច់នោះណាហើយនាងរត់រកប្រអិនហ្នឹងប៉ុន្តែបោះទៅអសល់កាចាស់ហ្នឹងដល់អញ្ចឹងទៅបោះទៅលើអសល់ហ្នឹងពួកអសល់កំឡោះហើយនឹងអសល់ជាឪពុកខឹងហ្មងងាប់អញហើយចុះអសល់ក្មេងកំឡោះមកកណូមិនស្រឡាញ់ទៅស្រឡាញ់អាកាចាស់ជាងជីតាខ្លួនឯងទៀតអញ្ចឹងប្រអិនក៏ចាប់នាងនឹង3ហោះឡើងផុតពីអសល់មកថាហ្នឹងណាមិនមែនអសល់កាចាស់ទេមើលច្បាស់ប្រអិនស្មោះយកនាងនឹងទៅឋានសួគ៌បានទៅនៅឋានសួគ៌ហ្នឹងទៅដល់ទៅនៅឋានសួគ៌ហ្នឹងសុខសប្បាយជាមួយគេតាមក្រោយអញ្ចឹងទៅញោមមើលខាងនេះនឹងដោយសារកាន់សិល5អញ្ចឹងញោមញាតជ្រះថ្លាធ្វើបុណ្យប្រយ័ត្នដែរណាគេថាប្តីប្រពន្ធទ្រព្យសម្បត្តិជាមួយគ្នាក៏ដោយបើសិនជាយើងមិនជ្រះថ្លាប្តីអ្នកធ្វើប្រពន្ធមុខមិនរីកឬក៏ប្រពន្ធអ្នកធ្វើប្តីមុខមិនរីកអានឹងក៏ពិបាកដែរធ្វើបុណ្យធ្វើទានមិនជ្រះថ្លាប្តីអ្នកធ្វើបុណ្យធ្វើទានប្រពន្ធអត់ចូលចិត្តអានឹងជាតិក្រោយបែកគ្នាបើប្រពន្ធអ្នកធ្វើទានប្តីមិនចូលចិត្តអានឹងជាតិក្រោយបែកគ្នាដែរម៉ែឪក៏ដោយម៉ែឪខ្លះអ្នកធ្វើបុណ្យធ្វើទានហៅកូនឲ្យជួយធ្វើកូនគេមិនមកទេគេមិនចូលចិត្តទេគេជូនលុយម៉ែគេស្ដីឲ្យម៉ែទៀតឲ្យតែជូនលុយម៉ែឃើញតែបុណ្យថាឲ្យទៅដើរចាយឲ្យសុបាយមិនគិតចាយសុបាយគិតតែបុណ្យលែងជូនណាដកទូរស័ព្ទទុកទៀតឲ្យតែបានលុយឃើញទេទៅតាអាចារ្យព្រោះអស់លុយទៀតឡើយម្ល៉េះហើយបើម៉ែអ្នកចិត្តបុណ្យកូនអ្នកចិត្តមិនបុណ្យទេកើតជាតិក្រោយបែកគ្នាម៉ែនឹងទៅមានកូនអ្នកចិត្តបុណ្យរីឯកូននឹងទៅរកម៉ែអ្នកចិត្តបាបកើតមកស្រួលគេច្រោះអាថងខ្មៅយកទៅដាក់ធុងសម្រាមបដ ாய் ពីព្រោះឯងប្រាថ្នាម៉ែចិត្តបាបអញ្ចឹងបានថាអ្នកចិត្តបុណ្យស្វែងរកអ្នកចិត្តបុណ្យអញ្ចឹងបានជំនាន់ព្រះមានប្តីប្រពន្ធ2នាក់ប្តីនឹងប្រុសប្រពន្ធនឹងស្រីរៀបការហើយខ្លាចជាប្តីប្រពន្ធអូតូម៉ាទិកតែម្ដងហើយស្រឡាញ់គ្នាខ្លាំងណាស់មកថ្វាយអង្គមព្រះសួរហ្មងព្រះអង្គហើយព្រះអង្គខ្ញុំព្រះអង្គហ្នឹងស្រឡាញ់គ្នាណាអត់ចង់ឲ្យបែកគ្នាទេចង់ឲ្យកើតជាតិក្រោយជួបគ្នារាល់ជាតិតែធ្វើម៉េចទៅព្រះអង្គហើយគិតទៅសួរព្រះអញ្ចឹងណាញោមណាព្រះអង្គសម្ដែងប្រាប់ថាសមៈសទ្ធាសមៈសីលាសមៈចាគាសមៈបញ្ញាបើប្តីប្រពន្ធចង់ឲ្យជួបគ្នារាល់ជាតិបើប្រពន្ធនឹងមានសទ្ធាប្តីមានសទ្ធាដែរបើប្រពន្ធកាន់សិលប្តីកាន់សិលដែរបើប្រពន្ធនឹងធ្វើទានប្តីធ្វើទានដែរបើប្រពន្ធមានបញ្ញាប្តីមានបញ្ញាដែរទាំងពីរនឹងឲ្យតែធ្វើជាមួយគ្នាអញ្ចឹងជួបគ្នារាល់តែជាតិហ្នឹងហើយបើថាប្រពន្ធធ្វើប្តីមិនចូលរួមឬក៏ប្តីធ្វើប្រពន្ធមិនចូលរួមអានឹងជាតិក្រោយបែកគ្នាហើយចាអញ្ចឹងបាននិយាយពីរឿងនន្តយៈម្ដងនន្តយៈឧបាសកកសាងសាលាហើយនឹងកត់អានិសង្ឃដូចតែគ្នាទេសាលាហើយនឹងកត់អានិសង្ឃដូចគ្នាញោមកសាងសាលាហ្នឹងរួចហើយវេថ្វាយព្រះអង្គជ្រោចទឹកតេខេណោតកៈទៅលើពហោះព្រះអង្គជ្រោចទឹកហើយទៅស្រាប់តែសាលាផុសចាំឲ្យឋានសួគ៌ណោះហើយចឹងទៅមកលៀនទៅឃើញសាលាហ្នឹងទៅក៏សួរទេវធីតាទាំងឡាយថានេះជារបស់នរណាទេវធីតាទាំងឡាយថានេះជារបស់នន្តយៈឧបាសកខ្ញុំព្រះអង្គនៅចាំគាត់សូមឲ្យព្រះអង្គប្រាប់គាត់ផងឲ្យឆាប់មកលៀនចុះត្រឡប់មកវិញក៏មកសួរព្រះថាបបិទ្ធព្រះអង្គដោយចម្រើនមនុស្សយើងមិនទាន់ស្លាប់ផងមានសាលាផុសចាំអញ្ចឹងតើមែនទេព្រះអង្គថាមកលៀនណែឯងបានឃើញបានដឹងហើយតើសម្បត្តិរបស់នន្តយៈឧបាសកនោះមិនក៏ចាំបាច់មកសួរតថាគតធ្វើអីទៀតបានមកលៀនថាយីអស់ចាស់ណាស់មនុស្សមិនទាន់ស្លាប់ផងមានសាលាគេផុសចាំមុនអញ្ចឹងតាមពិតបុណ្យអញ្ចឹងញោមអត់ដឹងទេអ្នកណាត្រូវកើតជាទេវតាហ្នឹងសាលាវាមានផុសចាំញោមមុនអស់ហើយញោមណាត្រូវកើតជាកូនអុកញ៉ាកូនលោកជំទាវហ្នឹងអាចគេធ្វើវិឡាធំនោះស្រួលទៅកើតកូនផ្ទះនោះអាហ្នឹងវាត្រូវកម្មវិចាត់ចែងអញ្ចឹងណាព្រោះថាយើងកើតក្នុងស្រុកមនុស្សហ្នឹងត្រូវកើតកូនផ្ទះអ្នកមានកូនអុកញ៉ាណាគេកំពុងធ្វើតម្រូវឲ្យញោមដល់ពេលញោមស្លាប់ទៅកើតកូននោះហ្មងហើយញោមណាទៅទេវតាទៅកើតក្នុងឋានសួគ៌ហ្មងនន្តយៈឧបាសកខំធ្វើបុណ្យធ្វើទានញយប៉ុន្តែប្រពន្ធគាត់មុខមិនដែលរីកទេញោមឲ្យតែប្តីធ្វើទានប្រពន្ធមុខកញើបើថាមុនប្រសងមកឆាន់នៅផ្ទះហ្នឹងក៏មើលមុខប្រពន្ធមើលមុខប្តីឆាន់ឆ្ងាញ់បើមើលមុខប្រពន្ធឆាន់លែងឆ្ងាញ់ហើយប្រពន្ធនឹងមិនមកសមាទានសិលមិនមកប្រគេនទានមិនមកស្ដាប់ធម៌ទេធ្វើបុណ្យញយឆ្លោះគ្នាហ្មងលែងគ្នា
ចាស់សម្រួលឲ្យគ្នាវិញបានគ្នាវិញទៅក្មួយឲ្យកុំឲ្យធ្វើបន់ឆ្លោះគ្នាអញ្ចឹងសម្រួលគ្នាបានគ្នាវិញហើយដល់តែពេលប្តីនឹងខំធ្វើបន់ញយស្លាប់ទៅកើតក្នុងវិមាននឹងជួបជាមួយនឹងទេវធីតាយ៉ាងច្រើននៅសល់ប្រពន្ធលោកមកបិណ្ឌបាតប្រពន្ធឈរជាបចោរហ្មងណែចាប់ពីថ្ងៃហ្នឹងទៅគ្មានអាណាឲ្យចង្ហាន់ឲ្យបាយអីទៀតទេឈប់មកបិណ្ឌឈប់មកអីគ្មានអាណាគេគ្រប់លោកអីទៀតទេជាបចោលោកស្ដីឲ្យលោកឲ្យនាំគ្នាទៅរុះសាលាយកមកវិញស្អីធ្វើសាលាថ្វាយព្រះអីវាមានប្រយោជន៍ស្អីទៅរុះយកមកវិញធ្វើអីមិនកើតធ្វើអស់ដុតរុះសាលាយកមកវិញសិលក៏មិនធ្វើទានក៏មិនធ្វើឲ្យជាប្រមាថបតិចផ្ដាសាដល់អ្នកដតីស្រាប់តែដល់ថ្ងៃស្លាប់នៅទៅ7ថ្ងៃទៀតដល់ថ្ងៃស្លាប់យំបបាលមកបង្ហាញខ្លួននៅឃើញភ្នែកស្រស់ថានាងខ្ញុំជាយំបបាល7ថ្ងៃទៀតត្រូវមកយកជីវិតនាងទៅនរកហើយអញ្ចឹងនៅឱកាស7ថ្ងៃនេះនាងខំធ្វើបន់ទៅណាបើនាងមិនធ្វើបន់ទេនាងមិនអាចទៅជួបប្តីបានទេនាងនោះស្រែកថាអញមិនជឿគ្រាន់តែប៉ុណ្ណេះបាត់សមោលយំបបាលទៅវិញទៅយំបបាលហ្នឹងក៏ទៅបាត់ទៅនាងនេះខំដាំបាយហូបឆ្អែតបិទខ្ទាស់ប្អួចខ្ទាស់កលឹះទ្វារជុំវិញអង្គុយក្នុងផ្ទះកុំឲ្យយមបាលមកយកបានដល់បនមិនធ្វើសិលមិនធ្វើសោះថ្ងៃទី7យមបាលមកគ្នា2នាក់ហែកអញ្ចាំងផ្ទះលុកចាប់យកនាងនឹងទៅបរោយបើយើងមើលភ្នែកស្រស់ថានាងនឹងស្លាប់ដោយសារខ្យល់កឬក៏គាំងបេះដូងប៉ុន្តែផ្លូវក្នុងហ្នឹងគេចាប់យកយើងហៅតាមភាសាយើងថាចាប់យកព្រលឹងទៅហើយចាប់យកទៅមិនទៅដល់នរកនេះយកទៅបង្ហាញប្តីឯឋានសួគ៌សិនដាក់ប៉ុកនៅពីមុខប្តីកំពុងតែអង្គុយជាមួយទេវធីតាទេពកញ្ញាទេពអប្សរស្អាតនាងនឹងឃើញប្តីបរិបូរដោយសម្បត្តិទិព្វស្អាតយ៉ាងហ្នឹងថ្វាយអង្គមសាពះប្តីបងអើយជួយខ្ញុំផងបងគឺយកខ្ញុំទៅនរកឥឡូវហើយបងឲ្យជួយខ្ញុំផងប្តីនោះស្ដីឲ្យបន្ថែមតែហ្មងថាណែនាងមឹងអបលៈហួសពេលហើយនាងខ្ញុំមិនអាចជួយនាងបានទៀតទេខ្ញុំដឹកនាំនាងឲ្យកាន់សិលនាងមិនធ្វើសោះខ្ញុំនាំនាងឲ្យធ្វើទាននាងមិនធ្វើសោះខ្ញុំនាំនាងឲ្យធ្វើបន់ធ្វើទាននាងមិនធ្វើឲ្យសុខចិត្តឆ្លោះគ្នាទៀតគេត្រូវរើសម្រួលឲ្យបានគ្នាហើយនាងនៅតែមិនស្ដាប់ខ្ញុំនាងហ៊ានជេរបតិចផ្ដាសាដល់ភិក្ខុសង្ឃនាងហ៊ានទៅរុះសាលាដែលគេធ្វើថ្វាយព្រះឲ្យទៀតនាងធ្វើកម្មនាងធ្ងន់ណាស់ខ្ញុំមិនអាចជួយនាងបានទៀតទេនាងទៅតាមយថាកម្មនាងចុះស្ដីឲ្យចប់តែប៉ុណ្ណេះយមបបាលប្រែចកោតបែរត្រឡប់មកវិញយកនាងនឹងចុះមកក្រំបោះក្នុងនរកទល់សពថ្ងៃអត់ទាន់បានឡើងមកផងហើយប្តីនៅឋានសួគ៌ឯណខ្ញុំមើលប្តីប្រពន្ធបកើតចេះបែកគ្នាអញ្ចឹងដែរណាទ្រព្យសម្បត្តិរួមគ្នាក៏ដោយណាអត់បានទេបើដូច្នេះហើយតលតែមានទធាជ្រះថ្លាធ្វើជាមួយគ្នាអញ្ចឹងបានអញ្ចឹងបានញោមញាតមើលសេដ្ឋីពីជំនាន់ព្រះដូចជាសេដ្ឋីមួយគេហៅថាធនកសេដ្ឋីធនកសេដ្ឋីជាកំពូលអ្នកមានមួយដែរពីសម័យព្រះដែលទ្រព្យសម្បត្តិនិងផ្ទះវិមានរបស់គាត់លើសវាំងស្ដាច់ញោមទ្រព្យសម្បត្តិធនកសេដ្ឋីនេះណាទ្រព្យសម្បត្តិលើសវាំងស្ដាច់ទៀតប្របាទពំពិសានាំអាជីវស្ត្រីទៅលេងផ្ទះហ្នឹងទៅលេងផ្ទះសេដ្ឋីហ្នឹងគ្រាន់តែអញ្ចាំងផ្ទះគាត់រៀបសិតតែថ្មកែវផ្លេកហើយក្នុងផ្ទះគាត់ហ្នឹងមិនបាច់អុជភ្លើងទេមានពលឺតែហ្មងហើយជាក្រានបាយគាត់មានថ្មហ្នឹងមានកម្ដៅដាក់ទៅឆ្អិនគឺថារបស់គាត់ស្ទើររបស់ពិសេសមានតម្លៃក្នុងជំនាន់ហ្នឹងអាជីវស្ត្រីមើលថាចំកន្លែងនេះស្អាតជាងវាំងទៀតវាំងប្របីដាអត់ស្មើផ្ទះហ្នឹងអាជីវស្ត្រីចាំចិត្តជាមើលតែអញបានធ្វើស្ដេចអញមកវាយយកផ្ទះហ្នឹងចាំចិត្តអញ្ចឹងសេដ្ឋីនឹងមានកម្ពូលមហាមានអមនុស្សជាយៈនៅគ្រប់ទិសទាំង8យាមផ្ទះគាត់បើគាត់មិននៅផ្ទះទេទ្រព្យសម្បត្តិគាត់គ្មាននរណាចូលលួចបានទេពេលម្ចាស់ផ្ទះមិននៅក៏ដោយអមនុស្សខ្មោចអមនុស្សយៈនៅជុំវិញផ្ទះនឹងយាមដេញចោលមិនឲ្យលួចបានណាញោមមកពីអីមកពីជាតិមុនគាត់អញ្ចែពីអតីតពីដើមឡើយមកពីអ្នកបងប្អូនពីអ្នកបងគាត់តែចាក់ផ្អៀងទៅវាហូរទឹកមកមិនបាច់ចាំពូតខ្លាំងឯងច្បាច់បន្តិចក៏ហូរទឹកបានណាជ្រះថ្លាឃើញលោកចែកគ្នាឆាន់ហ្នឹងគាត់ក៏យកឲ្យចំណែកប្អូនហ្នឹងប្រគេនទៅលោកទៀតហើយដល់ប្រគេនហើយទៅនឹកថាអញទៅដល់ផ្ទះអញជូនបុណ្យទៅប្អូនបើប្អូនមិនព្រមទេចាំអញសងអំពៅថ្មីក៏មកដល់ផ្ទះប្រាប់ថាប្អូនអើយបងមកពីចំការប្អូនថាបងឯងមកមិនកាប់អំពៅមកហូបថាកាប់មកពីដើមដែរប្អូនប៉ុន្តែជ្រះថ្លាប្រគេនលោកអស់ទៅចំណែកប្អូនឯងក៏ប្រគេនដែរបើប្អូនឯងចង់បានបុណ្យយកបុណ្យបើប្អូនឯងចង់បានអំពៅចាំបងរំអំពៅសងប្អូនហ្នឹងក៏ចង់បានបុណ្យបងហ្នឹងជ្រះថ្លាខ្លាំងពេកក៏សុំលាប្អូនទៅបួសប្អូននឹងថាអត់ទេអត់ពីបងអត់ពីម៉ែពីឪទៅទុកបងឯងនៅជាអាណាព្យាបាលជាឪពុកបងឯងកុំទៅបួសបងនឹងជ្រះថ្លាថាចង់ទៅបួសសុំលាប្អូនទៅបួសអ
ចឹងទៅក៏លាបានទៅបួសទៅប្អូននឹងឯងក៏នៅផ្ទះម្នាក់ឯងទៅក៏តំអូនតំអែប្រាប់បងឯងទៅបួសរួចចាក់ទុកឲ្យប៉ុន្តែប្អូននៅមានទុកតែត្រូវធ្វើម៉េចបានបងនឹងប្រាប់ថាប្អូនឯងបើចង់បានបុណ្យប្អូនឯងយកទ្រព្យសម្បត្តិនឹងធ្វើជាកុដប្រគេនលោកមួយទៅចឹងគាត់ក៏បានជ្រះថ្លាធ្វើកុដដល់លបានធ្វើកុដចឹងទៅធ្វើកុដកក្រឹកក្រែងថ្វាយចឹងទៅបានបុណ្យបានអានិសង្សទៅកើតក្នុងឋានសួគ៌អស់កាលដ៏យូរញោមហើយដល់តែចុះពីឋានសួគ៌មកវិញមកកើតជាសេដ្ឋីនឹងបានកសាងបន្តទៀតណាកសាងបន្តទៀតកសាងជាកុដជាអីចឹងណាដល់ពេលអានិសង្សដែលកសាងកុដតាំងពីសម័យនោះបានជាគាត់កើតមកជាធនកសិទ្ធិដែលមានទ្រព្យសម្បត្តិច្រើននឹងដោយសារអានិសង្សដែលគាត់កសាងកុដប្រគេនលោកក្នុងសម័យនោះរឿងរ៉ាវវែងច្រើនជាតិប៉ុន្តែយើងសង្ខេបដោយខ្លីហើយចំណែកដែលទ្រព្យសម្បត្តិគាត់ចោលលួចមិនបាននឹងពេលដែលគាត់កើតជាសេដ្ឋីនឹងជាតិបន្ទាប់មកកើតជាសេដ្ឋីអ្នកមាននឹងគាត់និមន្តប្រសងមកសម្ដែងធម៌ទេសនានិមន្តព្រះមកគាត់ដាក់ប្រដាប់បូជាធម៌នៅនឹងមានមាសពេជ្រហើយដល់ពេលអ្នកស្ដាប់ធម៌ណាក្រយកមិនតិចទៅគាត់ឲ្យយកដល់ថ្ងៃមួយគាត់យកកែវមณีម្ដុំយកមកដាក់គាត់ជ្រះថ្លាខ្លាំងពេកដាក់កែវមณีម្ដុំទៅស្រាប់តែមានលោកចោមកស្ដាប់ធម៌ដែរអង្គុយនៅឯណានោះទេប៉ុន្តែឃើញកែវមณีនឹងអង្កលកាន់តែចិត្តគេព្រោះធម៌គេណាឃើញកែវមณีគេព្រោះធម៌អង្កលបន្តិចម្ដងមកឲ្យក្បែរកែវមณีនឹងជាប់ថ្នាក់រួចស្រេចឲ្យតែរៀងប្រហែលបន្តិចលុបយកកែវមณีដាក់ថ្នាក់បាត់វាចេញទៅវិញទៅបត់ដៃបត់ជើងចេញទៅបាត់តាមពិតសេដ្ឋីឃើញទាំងអស់ប៉ុន្តែខ្លួនគោរពពធមិនហ៊ានមាត់ប៉ុន្តែខឹងហ្មងខឹងថាចោលនឹងវាមិនគួរណាផ្កើនៅថ្នាក់នឹងសោះនឹងមុខអញហ៊ានធ្វើប៉ុណ្ណឹងចឹងគាត់ខឹងណាស់គាត់សុំធ្វើបន់លើកនឹងប្រាថ្នាទ្រព្យសម្បត្តិខ្ញុំបើសិនជាអ្នកណាមួយមកយកបើខ្ញុំមិនឲ្យសុំកុំឲ្យយកបានគ្រាន់តែអានិសង្សគាត់ប្រាថ្នាប៉ុណ្ណឹងចាប់ផ្ដើមពីពេលនោះមកទ្រព្យសម្បត្តិគាត់ចោលលួចលែងបានជាជាតិចុងក្រោយគាត់កើតជាធនកសិទ្ធិនឹងទ្រព្យគាត់គេលួចអត់បានទេញោមមកនិយាយកាត់រំលងទៅទៀតដល់ពេលប្រពំវិសានឹងសគុតបាត់ទៅឡើងអាចិតត្រូវជាស្ដេចអាចិតត្រូវលើកទ័ពទៅច្បាំងយកទ្រព្យសម្បត្តិគាត់នឹងមែនថ្ងៃឧបោសថគាត់មកវត្តទៅអត់នៅផ្ទះអានេះលើកទ័ពទៅដល់អាទ័ពតម្រៃទ័ពសេះវាចាំងជាមួយអាកញ្ចក់នៅជាងផ្ទះនោះឃើញតម្រៃសេះបោលទៅក្នុងនោះមកវិញអាតម្រៃសេះខាងក្រៅនោះវាខ្លាចទៅវាទុចអាមុខទុចទៅអាក្រោយមកជន់អាមុខនឹងអាមុខស៊ូទៅជន់អាក្រោយប្រកាច់ប្រកិនគ្នាដួលរៀលទាំងអស់ហើយអមនុស្សនោះចេញមកទ្រាំដីដេញទ័ពសេះទ័ពតម្រៃរត់ជន់គ្នាពួកទ័ពលួចពីលើខ្នងសេះរត់ផាសកញ្ញាំទៅរត់តាមផ្លូវស្ដាច់នឹងក៏រត់តាមផ្លូវទៅជួបម្ចាស់ផ្ទះគេដើរមកពីវត្តយ៉ាងរ៉ាំភើយហើយសួរព្រះអង្គយើងមកពីណាហីលោកសិទ្ធិលើកទ័ពដេញវាយគេហើយមកធ្វើសួរទៅគេថាមកពីណាទៀតទេខ្ញុំព្រះអង្គមកពីវត្តទៅអត់មានដឹងរឿងអីទេលើកទ័ពដេញវាយគេច្បាស់ណាស់អញ្ចឹងមានព្រះអង្គទៅយកទ្រព្យសម្បត្តិខ្ញុំមែនទេយើងទៅយកផ្ទះណែឯងហ្នឹងហើយណែឯងលើកទ័ពដេញវាយយើងខ្ញុំព្រះអង្គទៅវត្តទេព្រះអង្គឲ្យទ្រព្យខ្ញុំបើមិនឲ្យទៅណាយកក៏អត់បានដែរបើព្រះអង្គមិនជឿសាកដកអញ្ជៀនមើលខ្ញុំមិនឲ្យព្រះអង្គដកអត់បានទេអាចិនត្រូវស្ទុះមកដកអញ្ជៀនហ្នឹងដកដាំដូលត្រឡប់ត្រលិនលូតប្រមាណជាន់ក៏ដកមិនរួចបានព្រះអង្គនឹងស្ដេចសេដ្ឋីនឹងថាម្ដងទៀតឥឡូវខ្ញុំព្រះអង្គឲ្យព្រះអង្គដកមកដករវល់ខ្សុចបានដឹងជ្រះថ្លាសេដ្ឋីនឹងនឹកឃើញអញ្ចឹងថាអំពើលោភលន់ទាំងអស់នេះក៏វាគ្មានប្រយោជន៍អីប្រមាណគាត់មកទាំងស្លាប់គាត់វេអដែងផ្ទះគាត់នឹងថ្វាយវិមាននឹងទៅដល់ស្ដេចត្មងទៅគាត់ចូលកាន់សិល8ចូលវត្តចូលវាគាត់លែងខ្វល់គិតទៅពីបនកសលទៅគាត់ក៏មិនក្រមិនខ្វះអញ្ចឹងលើកឡើងពីសេដ្ឋីមួយនឹងដែលមានទ្រព្យសម្បត្តិច្រើននឹងក៏ដោយសារការកសាងកុដដែរណាញោមណាចឹងការកសាងកុដប្រយោជន៍សម្រាប់ប្រើបច្ចុប្បន្នផងអនាគតសម្រាប់យើងកើតឡើងមានផ្ទះធំទំនំខ្ពស់គ្រប់គ្នាមានដីមានធ្លីមានកន្លែងសុខបែបយ៉ាងគ្រឿងដេកគ្រឿងនៅតុកទូតាំងរនាំងវាំងននកទេលខ្នើយភួយមុងជាមចំព្រែព្រំអត់ខ្វះអត់កលាស់តែផ្ទះតែមានរត់ទទួលទានក៏ចេះតែមានបានកើតការវិលគុំដោយសារអានិសង្សកុដប៉ុន្តែរឿងកុដនឹងសម័យព្រះមានកុដមួយនោះធ្វើផ្លេចប្រកតបូលញោមប្រយ័ត្នផ្លេចប្រកតបូលមានកុដមួយនឹងធ្វើផ្លេចប្រកតបូលឲ្យចិត្តហើយម្ចាស់កុដនឹងវាអាឡ័យទៅលបុលការងារផ្សេងទៅក៏ຕົកចោលអញ្ចឹងសិនហើយដល់ទៅលោកចូលទៅនៅលេងលោកព្រះរហន្តលោកទៅនៅនឹងដល់តែដៅភ្លៀងទៅទេវតាឃើញមេឃភ្លៀងមកខ្លាចទៅទឹកលោកព្រោះអត់តន់ចិត្តតបូលបជិះភ្លៀងនឹងចេញពីភូមិនឹងឲ្យអស់អញ្ចឹងមកបរិវេណជុំវិញភូមិទៅនឹងកុំឲ្យតែមានភ្លៀងប្រជាជនឡើងឆ្ងល់ចុះស្រុកគេភ្លៀងហើយមិនក៏ស្រុកយើងមិនព្រមភ្លៀងសោះរហេតុផលទៅសួរព្រះទៅបានដឹងថាមកពីធ្វើកុដប្រក់តបូលអត់តន់ចិត្តចឹងញោមមើលតបូលផងតែតបូលអត់តន់ចិត្តមិនអត់ងាយភ្លៀងទេណាប្រយ័ត្នដោយរឿងហ្នឹងណា
ចឹងអានិសង្ឃច្រើនណាស់លើកឡើងមកប៉ុណ្ណេះហើយធ្វើបន់ឆ្លងហ្នឹងក៏មិនបានបកស្រាយអីវែងទៀតដែរពីព្រោះថាឆ្លងគឺទឹកចិត្តយើងឲ្យដាច់ស្រឡះពីរបស់យើងដាក់ជារបស់សង្ឃអាហ្នឹងឲ្យឆ្លងណាញោមណាហើយបើធ្វើឲ្យនៅតែប្រកាន់ហួងហែងកត់អញសាលាអញអាហ្នឹងមិនតាន់ឆ្លងទេបើយើងលះឲ្យផុតពីរបស់អញប៉ុណ្ណឹងឲ្យឆ្លងចឹងបនកសលដែលបានកើតឡើងសូមឧទ្ទិសចែកចាយផ្សាយជូនដល់អតីត